នៅក្នុងពេលនោះនាងមានការឈឺចាប់យ៉ាងខ្លាំងនាងក៏ស្រែកហៅប្តីរបស់នាងនៅក្នុងពេលនោះដែរដោយនាងមានការហូរឈាមច្រើនផងនោះនាងក៏បានដេកស្លាប់នៅក្នុងព្រៃនោះបាត់ទៅនៅក្នុងពេលនោះនាងនួនក៏បានទៅរកប្តីរបស់នាងស្រែកហៅប្តីរបស់នាងប៉ុន្តែប្តីរបស់នាងមិនចេញឡើយខ្ញុំបានស្លាប់ហើយសូមប្តីខ្ញុំមកវិញមកហើយតែនាងបានឲ្យប្តីខ្ញុំមែនទេនាងក៏បានចាប់ផ្ដើមប្រយុទ្ធជាមួយគ្រូមីងបើយើងក្រឡេកទៅមើលលោកគ្រូមីងគឺខិតខំប្រាអាគមរបស់ខ្លួនប៉ុន្តែនៅក្នុងពេលនោះដោយនាងនួនមិនដឹងថាទទួលកម្លាំងពីណាទេដោយសារតែនាងមានការខឹងខ្លាំងផងនោះនាងក៏បញ្ចប់ជីវិតរបស់លោកគ្រូអាគមនោះក្នុងពេលនោះទៅនៅក្នុងពេលដែលនាងចាកចេញពីផ្ទះរបស់នាងនេះហើយនាងនួនបានដើរទៅក្នុងព្រៃដោយអារម្មណ៍របស់នាងមិននៅក្នុងខ្លួនឡើយដោយអារម្មណ៍នាងហោះទៅស៊ីផលិតហើយនៅក្នុងពេលនោះដោយនាងដើរមិនបានមើលក្រោមនាងក៏បានជំពប់ជើងដួលហើយបើយើងមើលទៅដោយប៉ះពាល់ដល់ពោះរបស់នាងថែមទៀតផងដោយសារតែមានឈាមហូរចេញពីពោះរបស់នាងនៅក្នុងពេលនោះនាងមានការឈឺចាប់យ៉ាងខ្លាំងនាងក៏ស្រែកហៅប្តីរបស់នាងហើយនាងបន្តស្រែករហូតដល់នាងអស់កម្លាំងនៅក្នុងពេលនោះដែរដោយនាងមានការហូរឈាមច្រើនផងនោះនាងក៏បានដេកស្លាប់នៅក្នុងព្រៃនោះបាត់ទៅពេលរាត្រីឈានចូលមកដល់មនុស្សម្នាទាំងឡាយក្នុងភូមិបានដេកអស់ហើយបើយើងនិយាយអំពីនាងនួនវិញនៅក្នុងពេលនោះនាងនួនក៏បានក្លាយទៅជាខ្មោចហើយនាងនួនមានការខឹងប្តីរបស់ខ្លួនជាខ្លាំងដោយប្តីរបស់ខ្លួនបានបោះបង់នាងចោលហើយនាងមានកំហឹងហើយនាងនឹងគិតថានឹងទៅសងសឹកប្តីរបស់នាងនឹងនាងនេះប៉ុន្តែចិត្តមួយគិតថាប្តីរបស់ខ្លួនមានរឿងអីហើយបានជាប្តីរបស់ខ្លួនមិនស្គាល់នាងចឹងនៅក្នុងពេលនោះនាងនួនក៏បានទៅរកប្តីរបស់នាងស្រែកហៅប្តីរបស់នាងប៉ុន្តែប្តីរបស់នាងមិនចេញឡើយនាងបន្តស្រែកដដែលស្រែកហៅប្តីរបស់នាងប៉ុន្តែមិនឃើញប្តីរបស់នាងចេញមកឡើយនៅក្នុងពេលនោះក៏លេចចេញនាងនេះចេញមកណែនាងអានេះមិនទាន់ស្លាប់ទេអីខ្ញុំបានដេញនាងចេញទៅហើយហេតុអ្វីក៏នាងមានមកទៀតនាងឆាប់ចេញពីផ្ទះរបស់ខ្ញុំទៅហើយបើនាងមកដូចខ្មោចអញ្ចឹងហើយបងវត្តស្រឡាញ់នាងមិនកើតនាងប្រហែលជាសម័យហើយបងវត្តមិនអាចទៅជាមួយនាងបានទេខ្ញុំបានស្លាប់ហើយសូមប្តីខ្ញុំមកវិញមកហើយតែនាងបានឲ្យប្តីខ្ញុំមែនទេហើយរំលែងក៏ប្តីរបស់ខ្ញុំលែងស្គាល់ខ្ញុំចឹងសូម្បីតែខ្ញុំក៏ស្រេចហើយក៏គាត់មិនតាមចេញមកដែររឿងនេះខ្ញុំទៅច្បាស់ណាស់ថានាងធ្វើអ្វីដាក់គាត់ហើយខ្ញុំមិនទុកឲ្យនាងអស់ទេខ្ញុំនឹងយកនាងឲ្យទៅនៅជាមួយខ្ញុំហើយនៅក្នុងពេលនោះដែរដោយវត្តបាត់នាងនេះយូរវត្តក៏បានតាមមករកនាងនេះពីក្រោយនៅពេលដែលវត្តមកដល់ពេលនោះវត្តបានឃើញនាងនួនវត្តគឺមានការឈឺចាប់ជាខ្លាំងឈឺចាប់ដោយមិនចាំនាងជាប្រពន្ធផងនេះក៏ដោយសារតែឥទ្ធិពលស្នេហ៍របស់នាងនេះទើបធ្វើឲ្យវត្តភ្លេចនាងចឹងនៅក្នុងពេលនោះដែរក៏លេចចេញនូវគ្រូមីងចេញមកដោយលោកគ្រូមីងគឺជាគ្រូអាគមដូច្នេះហើយលោកគ្រូមីងក៏មានបំណងនឹងចាប់ខ្មោចនាងនួនដើម្បីឲ្យមកធ្វើជាបរិវាររបស់ខ្លួនខ្ញុំយល់ហើយតាមពិតលោកគ្រូឯងជាអ្នកបំបែកខ្ញុំនិងស្វាមីរបស់ខ្ញុំថាមីងអញនឹងសម្លាប់ឯងបានបំបែកគ្រួសារអញបើ
ដឹងរឿងនឹងល្អហើយមិនចាំអញបកស្រាយឲ្យស្ដាប់ហើយអញក៏មិនចង់និយាយអីឲ្យច្រើនដែរហើយអញមកនេះអញគ្រាន់តែចង់បាននាងមកជាបរិវារអញទេដោយក្នុងពេលនោះនាងនួនមានការខឹងជាខ្លាំងចំពោះលោកគ្រូមីងនាងក៏បានចាប់ផ្ដើមប្រយុទ្ធជាមួយគ្រូមីងបើយើងក្រឡេកទៅមើលលោកគ្រូមីងគឺខិតខំប្រាអាគមរបស់ខ្លួនដើម្បីចាប់នាងនួនប៉ុន្តែនៅក្នុងពេលនោះដោយនាងនួនមិនដឹងថាទទួលកម្លាំងពីណាទេធ្វើឲ្យនាងមានកម្លាំងខ្លាំងហើយនាងក៏អាចផ្ដួលលោកគ្រូអាគមនោះបានដោយសារតែនាងមានការខឹងខ្លាំងផងនោះនាងក៏បញ្ចប់ជីវិតរបស់លោកគ្រូអាគមនោះក្នុងពេលនោះទៅហើយដោយសារតែលោកគ្រូមីងស្លាប់អត្តពលស្នេហ៍របស់លោកគ្រូមីងដែលដាក់មកលើវត្តក៏បានសាបសូន្យហើយវត្តក៏បានដឹងរឿងគ្រប់យ៉ាងហើយវត្តមានការស្លុតចិត្តជាខ្លាំងពេលដែលប្រពន្ធរបស់ខ្លួនបានខ្លាចជាខ្មោចយ៉ាងនេះនួនឲ្យបងសុំទោសតែបងមិនអាចមើលថែអូនបងពិតជាមានកំហុសខ្លាំងណាស់ដែលបងបានធ្វើឲ្យអូនទៅជាបែបនេះនួនអើយឲ្យបងសុំណាអូនឈប់សាងបាបទៀតទៅបងដឹងខុសហើយអូនគួរតែលើកលែងទោសឲ្យនាងទៅដោយសារតែចិត្តស្រឡាញ់បងទើបនាងធ្វើបែបនេះហើយបងសង្ឃឹមថាជាតិក្រោយកុំឲ្យអូនជួបរឿងចឹងទៀតហើយបងនឹងទៅបួសដើម្បីឧទ្ទិសកុសលឲ្យអូនដើម្បីឲ្យអូនឆាប់ទៅចាប់ជាតិឈប់ទៅណាបងសុំនៅក្នុងពេលនោះនាងនីក៏ទទួលស្គាល់កំហុសរបស់ខ្លួនហើយនាងសន្យាជាមួយនាងនួនថានាងឈប់ធ្វើអញ្ចឹងទៀតហើយនួនឲ្យខ្ញុំសុំទោសខ្ញុំពិតជាមានកំហុសខ្លាំងណាស់តែបំបែកអ្នកទាំងពីរឲ្យឃ្លាតពីគ្នាហើយខ្ញុំសន្យាថាខ្ញុំនឹងធ្វើបុណ្យឲ្យនាងសូមនាងលើកលែងទោសឲ្យខ្ញុំផងណាហើយខ្ញុំមិនចង់សាងបាបទៀតទេខ្ញុំលើកលែងទោសឲ្យនាងចុះបងវត្តអូនពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានជួបបងក្នុងពេលចុងក្រោយអូននឹងទៅហើយអូនសង្ឃឹមថាបងរស់នៅឲ្យបានល្អមិនអីទេអូនទៅចុះបងនឹងរស់នៅឲ្យបានល្អហើយបងនឹងនៅតែនឹកអូនបងស្រឡាញ់អូនខ្លាំងណាស់ស្រឡាញ់ស្ទើរតែមិនចង់ឲ្យអូនចាក់ចេញពីបងទេនៅក្នុងពេលនោះនាងនួនក៏បានរលាយបាត់សមោលបានត្រឹមតែបន្សល់ទុកនៅអនុស្សាវរីយ៍ឲ្យវត្តចងចាំនាងជានិច្ចមិនភ្លេចរហូតទៅដល់រាប់ម៉ឺនរាប់សែនឆ្នាំទៅមុខទៀតខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យខ្ញុំចេញវីដេអូថ្មីៗបន្តទៀតសូមបងប្អូនទាំងអស់គ្នាជួយគាំទ្រខ្ញុំផងនៅក្នុងវីដេអូមួយនេះបើសិនជាមានកំហុសខុសឆ្គងសូមបងប្អូនទាំងអស់គ្នាកុំប្រកាន់ខ្ញុំអីដើមចេញពីក្នុងព្រៃដែលមានកូនខ្ទមតូចមួយដែលសាងសង់ដាច់ស្រយាលពីគេដែលជាទីស្នាក់នៅរបស់លោកគ្រូអាគមដ៏ខ្លាំងក្លាម្នាក់គាត់មានឈ្មោះថាតាប្រាជ្ញហើយគាត់មានកូនសិស្សចំណិតម្នាក់ដែលគាត់តែងតែបង្រៀនព្រានប្រដៅគេទាំងក្បាច់គុណទាំងអាគមដល់គេថែមទៀតផងលោកតាប្រាជ្ញតែងតែហៅគេថាអាដាមនិយាយពីដាំវិញជាមនុស្សដែលស្មោះត្រង់ហើយគេតែងតែខិតខំសិក្សារៀនសូត្របើនិយាយពីអាគមរបស់ដាំវិញស្ទើរតែនៅក្នុងភូមិគ្មានអ្នកណាខ្លាំងដូចគេទេដូចគ្នាហើយដាំតែងតែមានកូនចិត្តមួយដែលចង់ចាក់ចេញពីក្នុងព្រៃដើម្បីទៅស្វែងរកអ្នកខ្លាំងពូកែដើម្បីសាកអាគមជាមួយគេប៉ុន្តែលោកគ្រូរបស់គេមិនឲ្យគេទៅឡើយលោកគ្រូរបស់គេតែហាមឃាត់គេជានិច្ចហើយប្រាប់ទៅដាំថាសមត្ថភាពរបស់ដាំមិនទាន់គ្រប់គ្រាន់ឡើយគួរតែបន្តហាត់2ទៅ3ឆ្នាំទៀតទើបជារៀងរាល់ថ្ងៃដាំតែងតែខិតខំវឹកហាត់ឲ្យសមត្ថភាពរបស់គេខ្លាំងពូកែទើបអាចប្រឡូកក្នុងពិភពគុណខាងក្រៅបានលោកគ្រូខ្ញុំពិតជាចង់ដឹងថាពិភពលោកខាងក្រៅវាយ៉ាងណាណាព្រោះថារាល់ថ្ងៃនេះបើខ្ញុំមិននៅភូមិក៏ខ្ញុំនៅក្នុងព្រៃដែរហើយខ្ញុំពិតជាចង់ដឹងណាស់ថាពិភពលោកខាងក្រៅវាយ៉ាងម៉េចលោកគ្រូអត់ទេដាមលោកគ្រូនឹងថាឯងពិតជាចង់ស្គាល់ពិភពលោកខាងក្រៅប៉ុន្តែលោកគ្រូចង់និយាយថាពិភពលោកខាងក្រៅវាពិតជាមិនស្រួលដោយឯងគិតឡើយដាមលោកគ្រូដឹងថាឯងចង់ទៅប៉ុន្តែឯងចាំសិនទៅព្រោះថាពេលនេះឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ឡើយតែឯងខ្សោយហើយសូម្បីតែជីវិតរបស់ឯងក៏មិនស្គាល់ដែរវាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយលោកគ្រូសូមប្រាប់ឯងឲ្យច្បាស់ថាពេលដែលឯងលេងអាគមជាមួយអ្នកណាក៏ដោយ
ឯងហាមបែករំឯងត្រូវតែបដោតទៅលើគោលដៅឲ្យច្បាស់មិនដូច្នេះទេឯងប្រកបជានឹងចាញ់គេហើយលោកគ្រូមិនអាចការពារឯងបានគ្រប់ពេលទេហើយលោកគ្រូសូមហាមឯងមួយទៀតរឿងស្នេហាស្នេហ៍នឹងហាមដាច់ខាតកុំពាក់ព័ន្ធនឹងវាឲ្យសោះព្រោះវាធ្វើឲ្យយើងបែករំបែកសមាធិអាចខ្លាចជាធ្មប់បានតែលោកគ្រូខ្ញុំមានចិត្តទៅលើគេម្នាក់បាត់ទៅហើយពួកយើងស្រឡាញ់គ្នាខ្លាំងណាស់ហើយពួកយើងក៏បានរស់នៅជាមួយគ្នាបានមួយរយៈដែរលោកគ្រូខ្ញុំសូមចិត្តលោកគ្រូណាកុំបំបែកស្នេហាពួកយើងទាំងពីរនាក់អីហើយខ្ញុំសូមសន្យាថាខ្ញុំនឹងខិតខំវឹកហាត់ឲ្យខ្លាំងពូកែថែមទៀតលោកគ្រូខ្ញុំមិនឲ្យលោកគ្រូបារម្ភពីខ្ញុំឡើយដាំម៉ាតានាងជានរណាគេលោកគ្រូបានហាមឲ្យហើយថាមិនឲ្យទាក់ទងជាមួយនរណាគេទេហេតុអ្វីឯងមិនស្ដាប់គ្រូលោកគ្រូមិនចង់និយាយទេស្នេហាមិនទៅធ្វើឲ្យឯងឈឺចាប់ទេឈប់ទៅណាដាំគ្រូសុំអត់ទេលោកគ្រូមានតែខ្ញុំសុំលោកគ្រូវិញពួកយើងមានតំណែងតំណងនឹងគ្នាហើយខ្ញុំសុំលោកគ្រូកុំបំបីពួកយើងអីពួកយើងបានរួមរស់ជាមួយនឹងគ្នាហើយនាងជានារីល្អណាស់ហើយខ្ញុំដឹងថានាងស្រឡាញ់ខ្ញុំហើយខ្ញុំក៏ស្រឡាញ់នាងដែរដាំមួយដាំលោកគ្រូក៏មិនចង់បំបីស្នេហាឯងដែរប៉ុន្តែឯងប្រកាសហើយថានាងស្រឡាញ់ឯងពិតមិនមែនឯងសេពមុនដាក់នាងណាយលោកគ្រូសូមប្រាប់ឯងចោះទោះបីជាឯងបានខ្លួននាងនៅក្បែរក៏ដោយប៉ុន្តែចិត្តនាងឯងយកមិនបានទេទៅដល់ពេលគូនាងបង្ហាញខ្លួនទោះបីឯងមានអាគមខ្លាំងជាងយើងក៏ឯងមិនអាចបំបែកស្នេហាគេបានដែរចុងក្រោយមានតែធ្វើឲ្យឯងឈឺចាប់ទេដាមទូគ្រូសូមឲ្យឯងឈប់ទៅខ្ញុំយល់លោកគ្រូប៉ុន្តែខ្ញុំស្រឡាញ់នាងខ្លាំងណាស់ហើយចង់នៅថែនាងទោះបីជាក្នុងពេលខ្លីក៏ដោយខ្ញុំមិនចោលនាងដែរហើយបើសិនជាពេលមួយដែលនាងអត់ចិត្តពីខ្ញុំមែនខ្ញុំសុខចិត្តដើរចេញប៉ុន្តែវាមិនអាចទេនាងស្រឡាញ់ខ្ញុំខ្លាំងណាស់លោកគ្រូបន្ទាប់ពីលោកគ្រូរបស់ដាមហាមដាមមិនស្ដាប់ហើយដាមក៏ដើរចាកចេញទៅបន្ទាប់ពីដាមចាកចេញពីលោកគ្រូគេហើយដាមមិនបានដើរទៅណាឆ្ងាយទេមានតែដើរទៅរកម្ចាស់ចិត្តរបស់គេបើនិយាយក្នុងរឿងនឹងទៅដោយលោកគ្រូរបស់ដាមបាននិយាយអញ្ចឹងថាដាមបានដាក់មន្តស្នេហ៍ទៅលើនាងទើបធ្វើឲ្យនាងបាក់ចិត្តទៅលើដាមយ៉ាងខ្លាំងប៉ុន្តែនេះមិនដូចដាមដាក់ស្នេហ៍ទៅលើនាងទេដូចនាងដាក់ស្នេហ៍មកលើដាមវិញដោយដាមមិនអាចបាត់មុខនាងបានឡើយអូនចំបៃអូនណាអូនបងមានអីមកផ្ញើណាអូនបងណាំបងមកហើយមែនទេអូនពិតជានឹកបងខ្លាំងណាស់ហើយបងដាំសុំតអូនផងចឹងបងដាំក៏នឹកអូនខ្លាំងណាស់ដែរអូនពិតជាសប្បាយចិត្តខ្លាំងណាស់តែបងនិយាយអញ្ចឹងព្រោះអូនខ្លាចបងលែងមកជួបអូនទៀតចំពុយអូនបងសុំទោសណាអូនបងគ្មានថ្ងៃនឹងបោះបង់ចោលអូនឡើយហើយបងក៏សុំចិត្តអូនដែរអូនកុំបោះបង់ចោលបងណាអូនវិញក៏អញ្ចឹងដែរបងអូនមិនហ៊ានទៅណាចោលបងទេព្រោះពេលដែលបងមិននៅក្បែរអូនស្ទើរតែប្រែទ្រូងទៅហើយអូនសុំស្មត់បើអូនស្មត់បងសូមឲ្យសត្វព្រៃខំសម្លាប់អូនចោះអូនកុំនិយាយចឹងណាបងជឿអូនហើយអូនកុំនិយាយស្បត់ស្បាយចឹងអីទៀតព្រោះវាមិនល្អទេឲ្យទៅចិត្តអូនមានបងបានទៅហើយខ្ញុំនិយាយចឹងសោកអត់ទេឲ្យបងសំទោសផងចំបៃមិនដឹងថាពេលចំបៃលែងត្រូវស្នេហ៍ខ្ញុំមិនដឹងថានាងស្រឡាញ់ខ្ញុំដូចពេលនេះអត់ទេបងពិតជាសំទោសណាស់ប៉ុន្តែបងសន្យាថាបងនឹងមើលថែអូនឲ្យល្អដោយសារឥទ្ធិពលស្នេហ៍របស់ដាំចំបៃតែងតែដើរទៅក្នុងព្រៃដើម្បីមកជួបដាំជារៀងរាល់ថ្ងៃជួនជាថ្ងៃនេះមិនដឹងជាអពុធហេតុអ្វីទេចំបៃក៏បានដើរតាក់ថ្មដួលជួនជាពេលនោះមានមរសង្ហាម្នាក់ដើរកាត់ក៏បានឃើញនាងគេមានឈ្មោះថាវិភូរីឯចំបៃគ្រាន់តែបានឃើញបរិមម្នាក់នោះភ្លាមក៏ដូចជាមុនស្នេហ៍ដាក់មកលើនាងអញ្ចឹងទោះបីជាមុនស្នេហ៍ដែលដាំដាក់លើនាងក៏ដោយក៏មិនអាចយកឈ្នះបរិសង្ហាម្នាក់នេះដែរទាំងទឹកមុខទាំងដៃជើងសស្អាតធ្វើឲ្យចំបៃលងអើយលងដកចិត្តលេងរួចហើយនេះហើយហៅថាឥទ្ធិពលនៃស្នេហាពិតអ្នកនាងតើអ្នកនាងកាត់អីនឹងខ្ញុំមើលទៅអ្នកនាងដូចជាមានរបួសជើងហើយអ្នកនាងគួរតែត្រឡប់ទៅផ្ទះសិនទៅអ្នកនាងតើកំពុងមើលអ្វីមុខខ្ញុំមានប្រឡាក់អ្វីមែនទេតើខ្ញុំកំពុងសើបិនមែនទេប្រុសអីក៏ស្អាតយ៉ាងនេះជាតិនេះខ្ញុំមិនចង់បានអ្វីច្រើនទេសូមត្រឹមតែមានគេនៅក្បែរខ្ញុំបានហើយទោះក្នុងរយៈពេលខ្លីក៏បានខ្ញុំសូមតែប៉ុណ្្នឹងទេព្រះអើយស្អាតអីក៏ស្អាតយ៉ាងនេះអ្នកនាង
តើអ្នកនាងកំពុងកាត់អីនឹកតើអ្នកនាងមានលឺខ្ញុំនិយាយអត់តើអ្នកនាងកាត់អីអត់ហើយអ្វីអ្នកនាងមិននិយាយចឹងអ្នកនាងចាលោកខ្ញុំមិនអីទេខ្ញុំប្រហែលជាដើរមិនរួចទេតើលោកអាចជួយជូនខ្ញុំត្រឡប់ទៅផ្ទះវិញបានទេខ្ញុំឈឺជើងខ្លាំងណាស់ខ្ញុំមិនអាចដើរបានទេជួយជូនខ្ញុំទៅផ្ទះផងណាលោកមិនអីទេអ្នកនាងបានអ្នកនាងដើរមិនរួចទៅហើយមានតែខ្ញុំជួយជូនអ្នកនាងត្រឡប់ទៅផ្ទះវិញទេនៅផ្ទះចំបៃបន្ទាប់ពីវិភូបានចូលចំបៃមកដល់ផ្ទះនាងហើយមិនដឹងថាចំបៃគិតអ្វីទេបានខត់វិភូមិនឲ្យចេញទៅណាឆ្ងាយពីនាងឡើយទោះបីវិភូបានប្រាប់នាងក៏ដោយថាខ្លួនរវល់នេះដូចមិនផ្ដល់តម្លៃឲ្យខ្លួនឯងសោះចំបៃអើយចំបៃខ្លួនជាស្រីមិនដេចក៏ស្រឡាញ់ប្រុសរហូតដល់ភ្លេចគិតថាខ្លួនជាស្រីអញ្ចឹងលោកកុំតាន់ទៅបានទេខ្ញុំនៅឈឺជើងនៅឡើយទេលោកនៅកំណត់ខ្ញុំបន្តិចទៀតបានទេខ្ញុំនៅតែម្នាក់ឯងអញ្ចឹងខ្ញុំខ្លាចខ្លាំងណាស់បានហើយអ្នកនាងឈឺជើងអញ្ចឹងគួរតែសម្រាកដើម្បីយកកម្លាំងសិនទៅទោះបីខ្ញុំនៅទីនេះក៏ដោយក៏ខ្ញុំមិនអាចជួយអ្វីអ្នកនាងបានច្រើនដែរខ្ញុំសូមលាទៅសិនហើយរក្សាសុខភាពផងអ្នកនាងបន្ទាប់ពីវិភូនិយាយហើយគេក៏ដើរចេញទៅដោយមិនចង់រំខាននាងឡើយជួនជាពេលនោះគេក៏បានឃើញដាំកំពុងតែឈរនៅក្បែរនោះដែរតែវិភូមិនខ្វល់អីច្រើនទេក៏ដើរចេញបាត់ទៅបើមើលទឹកមុខទៅដាំវិញបន្ទាប់ពីឃើញវិភូដើរចេញពីចំបៃហើយដាំធ្វើទឹកមុខដូចមិនសប្បាយចិត្តឡើយជុំបីអូនតើបរោះដើមអ្នកមិញជានរណាគេហើយតើអូនកើតអ្វីហេតុអ្វីបានជាកែងនៅលើក្រែចឹងបងខំចាំអូនក្នុងព្រៃស្ទើរតែប្រែទ្រូងទៅហើយទោះបីបងខំចាំអូនយ៉ាងណាក៏ដោយប៉ុន្តែបងមិនឃើញអូនទេតែបងមករកអូននៅទីនេះទៅបានហើយបងដាំអូនហត់ណាស់បងឆាប់ត្រឡប់ទៅផ្ទះវិញសិនទៅខ្ញុំពិតជាហត់ខ្លាំងណាស់ខ្ញុំចង់សម្រាកហើយបងកុំសួរខ្ញុំច្រើនអីអត់ទេអូនឆ្លើយសំណួរបងសិនទៅបងនឹងមិនចេញទៅណាទេបើអូនមិនឆ្លើយសំណួរបងតើអូនធុញបងមែនទេហេតុអ្វីក៏ដេញបងចេញទៅអញ្ចឹងបងខំបារម្ភតើបងមករកអូននៅទីនេះអូនជួយឆ្លើយសំណួរបងសិនទៅពេលដែលអូនឆ្លើយហើយបងសន្យាថាបងនឹងចេញទៅហើយឈប់ទៅបងណាំមិនស្ដាប់អូនចឹងពួកយើងគួរតែបែកគ្នាទៅបងឆាប់ចេញទៅអូនពិតជាជេរក្បាលខ្លាំងណាស់ហើយបងឈប់មកចូលបងទៅពួកយើងនិយាយលេងទៅគ្នាហើយអត់ទេអូនបងមិនទៅណាទេអូននិយាយចឹងមិនត្រូវពួកយើងគ្មានរឿងអីផងហើយអ្វីក៏អូនសុំបែកបងយ៉ាងនេះមិនទេព្រោះតែបរំនេះនោះមែនទេហេតុអ្វីក៏អូនព្រោះពីបែបនេះអូនមិនសន្យាឲ្យវាទេថាអូនមិនចោលបងហើយអ្វីក៏អូននិយាយបែបនេះអត់បងសុខទុក្ខផងតែបងស្ដាប់អូនតែពួកយើងអាចត្រូវគ្នាវិញបានទេបន្ទាប់ពីដាំនិយាយទៅចំបៃមិនស្ដាប់ហើយដាំក៏សេពមុនទៅដាក់ចំបៃដល់សូត្រថាអោកៅនៅចំទើតូចតន់សែបមុនឲ្យនាងតន់ចិត្តបន្ទាប់ពីដាំសេពមុនអាគមដាក់ទៅលើចំបៃហើយចំបៃនៅតែធ្វើទឹកមុខធម្មតាហើយនាងនៅតែបន្តដេញដាំឲ្យចេញទៅបន្ទាប់ពីដាំដាក់ស្នេហ៍លើចំបៃលេងចូលហើយដាំក៏ដើរចេញទៅដោយទឹកមុខរបស់ដាំក្រៀមក្រំជាខ្លាំងនៅក្នុងព្រៃបន្ទាប់ពីដាំបានចេញពីផ្ទះចំបៃហើយដាំក៏បានមកអង្គុយសង្កត់នៅខ្ទមរបស់គេក្នុងពេលនោះដែរគ្រូរបស់ដាំក៏បានមកដល់មកយាយដាំឯងមានរឿងអីទៀតហើយលោកគ្រូបានផ្ដាំឯងហើយថាស្នេហាមិនអាចបង្ខំបានទេទោះបីជាឯងខំស្រឡាញ់នាងយ៉ាងណាក៏ដោយឬមួយឯងដាក់ស្នេហ៍ទៅលើនាងក៏ដោយឯងដឹងទេស្នេហាមិនអាចបង្ខំបានទេបើនាងជាគូឯងមែននាងច្បាស់ណាស់នឹងមករកនឹងលួងលោមឯងហើយបានហើយដាំឯងពិបាកចិត្តប៉ុណ្ណឹងបានហើយគួរណាស់ឯងខំវឹកហាត់ឲ្យខ្លាំងពូកែដើម្បីធ្វើជាទំពាំងស្នងឫស្សីដល់សង្គមមិនមែនឯងអង្គុយពិបាកចិត្តតែរឿងអត់ប្រយោជន៍នោះទេអត់ទេលោកគ្រូខ្ញុំមិនអាចធ្វើវាបានទេពួកយើងបានសន្យានឹងគ្នាហើយថាពួកយើងមិនបែកគ្នាទេហើយអ្វីនាងធ្វើដាក់ខ្ញុំបែបនេះលោកគ្រូនាងភ្លេចហើយនឹងសម្ដីតែពួកយើងបានសន្យានឹងគ្នា
នាងប្រែហើយគឺដោយសារតែបរមនោះនាងជួបគ្នាបានត្រឹមតែម្ដងហើយអ្វីក៏នាងប្រកបចិត្តឲ្យគេ អាដាមឯងជឿគ្រូទៅល្មមបានហើយតែនាងអត់ចិត្តហើយឯងដល់លេងនាងទៅមិនមែនឯងអង្គុយត្រាំត្រៃវិបាកចិត្តនោះទេពេលនេះគូណាស់ឯងដោះលែងនាងទៅនាងបានរកគូប្រេងនាងឃើញហើយឯងឈប់ពិបាកចិត្តទៅឯងគួរតែសប្បាយចិត្តឡើងព្រោះថានាងបានសេចក្តីសុខហើយឯងគួរតែងើបឡើងវិញមកឯងឈប់ស្រឡាញ់គេម្នាក់ឯងទៀតទៅ លោកគ្រូខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់បើអោតោះលេខនាងខ្ញុំធ្វើមិនបានទេនេះគឺដោយសារតែបរមអ្នកនោះទើបធ្វើឲ្យចំបៃប្រែចិត្តយ៉ាងនេះ បានហើយដាមលោកគ្រូបានប្រាប់ឯងជាច្រើនលើកច្រើនសារហើយថាកុំធ្វើបាបពួកគេអីបើសិនជាឯងដោះលែងពួកគេបានឯងដោះលែងទៅឯងធ្វើបាបពួកគេនាំតែមានបាបទៀតដាមហើយបើសិនជាឯងស្រឡាញ់នាងមែនឯងគួរណាដោះលែងនាងទៅ ពេលហើយសម្ដីរបស់លោកគ្រូនិយាយពិតជាត្រឹមត្រូវណាស់នាងនៅបានសុខហើយខ្ញុំគួរណាដល់លែងនាងទៅឲ្យចិត្តនាងបានបំភ្លេចខ្ញុំទៅហើយខ្ញុំមិនគួរណាទៅបំបែកពង្រត់ស្នេហាពួកគេទេខ្ញុំគួរតែខំកាត់ចិត្តហើយខ្ញុំនឹងរស់ទៅឲ្យបានល្អលោកគ្រូខ្ញុំអរគុណលោកគ្រូណាស់ខ្ញុំយល់ហើយខ្ញុំសូមទោសតែកូនសិស្សម្នាក់នេះមិនបានស្ដាប់តាមបង្គាប់របស់លោកគ្រូខ្ញុំព្រមដោះលែងនាងហើយខ្ញុំសូមសន្យាជាមួយនឹងលោកគ្រូថាខ្ញុំលែងចេញពីព្រៃនេះហើយខ្ញុំនឹងខំហ្វឹកហាត់ឲ្យខ្លាំងពូកែមិនឲ្យលោកគ្រូខកបំណងឡើយ ផ្ដើមនិយាយពីចំបៃវិញចាប់ពីថ្ងៃដែលវិភូបានជួបចំបៃហើយចំបៃតែមកផ្ទះវិភូជារៀងរាល់ថ្ងៃត្រង់នេះមិនដឹងថាចំបៃស្រឡាញ់វិភូយ៉ាងណាទេទើបធ្វើឲ្យចំបៃភ្លេចគិតតែខ្លួនជាស្រីបែបនេះបើសិនជាពួកយើងរលែកទៅវិភូវិញវិភូក៏មានចិត្តទៅលើចំបៃដែរតែហេតុអ្វីបានជាវិភូមិនព្រមទទួលសេចក្តីស្នេហាពីចំបៃហើយវិភូតែងតែដេញចំបៃចេញឆ្ងាយពីគេជានិច្ចរឿងនេះគឺដោយសារតែវិភូមិនអាចរស់នៅបានអាយុលើ30ឆ្នាំឡើយនេះមិនដឹងថាជាព្រហ្មលិខិតឬក៏ជាកម្មរបស់វិភូទេទើបធ្វើឲ្យវិភូជួបរឿងបែបនេះទើបវិភូមិនអាចទទួលសេចក្តីស្នេហាពីចំបៃបានវិភូបានត្រឹមតែអង្គុយយំនៅក្នុងផ្ទះម្នាក់ឯងបើនិយាយពីខ្សែជីវិតរបស់វិភូវិញវិភូកាលពីក្មេងគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមហើយនឹងខិតខំជួយអ្នកដទៃប៉ុន្តែអ្នកជុំវិញខ្លួនរបស់វិភូមិនបានមើលឃើញបំណងល្អរបស់វិភូទេពួកគេតែងតែធ្វើបាបវិភូហើយថាឲ្យវិភូថាក្មេងចង្រៃថែមទៀតផងរហូតដល់វិភូធំវិភូតែងតែត្រូវគេមើលងាយប៉ុន្តែវិភូមិនប្រកាន់ពួកគេទេបើនិយាយទៅពេលខ្លះវិភូក៏តូចចិត្តនឹងជីវិតរបស់ខ្លួនឯងដែរដែលមានជំងឺនៅក្នុងខ្លួនតែខ្លួនមិនអាចរស់នៅបានលើសអាយុ30ឆ្នាំនេះគំសត់ពេកហើយវិភូតែធ្វើអំពើល្អដើម្បីឲ្យជាតិក្រោយកុំឲ្យគេមានអាយុខ្លីដូចជានេះទៀតហើយវិភូតែងតែគិតថាឲ្យតែមានជីវិតនិងមានសង្ឃឹមហើយគេតែងតែដើររកពេទ្យណាខ្លាំងពូកែដើម្បីអាចព្យាបាលជំងឺរបស់គេបានប៉ុន្តែសម្ដីពេទ្យណាក៏ដូចពេទ្យណាដែរថាវិភូមិនអាចរស់អាយុលើស30ឆ្នាំឡើយទើបនេះហើយជាហេតុផលដែលវិភូដេញចំបៃទៅរហូតអ្នកនាងតើអ្នកនាងមានការអ្វីហើយអ្វីក៏អ្នកនាងមករកខ្ញុំរៀងរាល់ថ្ងៃយ៉ាងនេះខ្ញុំសួរត្រង់ចុះអ្នកនាងតើអ្នកនាងមានហត់ខ្លះអត់ចំណែកខ្ញុំគ្រាន់តែឃើញអ្នកនាងមករកខ្ញុំរាល់ថ្ងៃយ៉ាងនេះខ្ញុំហត់ណាស់ខ្ញុំសូមអ្នកនាងឈប់មករកខ្ញុំទៅខ្ញុំក៏ចង់មានពេលសម្រាកដែរលោកតើលោកកំពុងគិតអីខ្ញុំមកនេះខ្ញុំមិនហត់ផងហើយអ្វីក៏លោកពោលពាក្យនិយាយបែបនេះលោកអត់យល់ពីជំរឿចិត្តខ្ញុំទេខ្ញុំមករត់ថ្ងៃយ៉ាងនេះឬមួយក៏លោកមិនដឹងហើយខ្ញុំមករត់ថ្ងៃព្រោះតែខ្ញុំស្រឡាញ់លោកហើយលោកពោលពាក្យបែបនេះក៏ដូចជាយកកំបិតមកវេះចំតាមទ្រូងរបស់ខ្ញុំចឹងហ
ហើយតើលោកមានរឿងអ្វីអ្វីក៏លោកតែងតែនឹងខ្ញុំទៅអញ្ចឹងបើសិនជាលោកមានរឿងអ្វីសូមលោកប្រាប់ខ្ញុំមកឬមួយក៏លោកសូមខ្វាំងខ្ញុំមិនចង់នៅក្បែរខ្ញុំលោកនិយាយមកខ្ញុំចាំស្ដាប់ទោះបីជាលោកនិយាយអញ្ចឹងក៏ខ្ញុំមិនប្រកាន់លោកដែរព្រោះខ្ញុំស្រឡាញ់លោកខ្លាំងមែនទែនហើយ អត់ទេអ្នកនាងខ្ញុំមិនបានប្រកាន់ស្អប់អ្នកនាងទេប៉ុន្តែពួកយើងមិនសមនឹងគ្នាទេទោះបីជាអ្នកនាងស្រឡាញ់ខ្ញុំក៏ដោយប៉ុន្តែខ្ញុំមិនស្រឡាញ់អ្នកនាងផងតើមានហេតុផលអ្វីដែលឲ្យអ្នកនាងមករកខ្ញុំវាមិនសមទេអ្នកនាងគួរយល់ចិត្តខ្ញុំផងឬក៏អ្នកនាងមិនដឹងថាខ្លួនជាស្រីអ្នកនាងមករកខ្ញុំអញ្ចឹងវាប៉ះពាល់ណាស់ដល់កិត្តិយសរបស់អ្នកនាងគួរតែកាត់ចិត្តពីខ្ញុំទៅហើយទៅរកបរិយាណាម្នាក់ដែលល្អជាងខ្ញុំអាចមើលថាអ្នកនាងបានខ្ញុំអត់មានអ្វីនិយាយទៀតទេអ្នកនាងគួរតែត្រឡប់ទៅវិញទៅព្រោះពេលនេះខ្ញុំចង់សម្រាកហើយខ្ញុំមិនខ្វល់ទេសំខាន់ឲ្យតែខ្ញុំស្រឡាញ់លោកទៅបានហើយសម្ដីលោកនិយាយអញ្ចឹងក៏ត្រូវដែរប៉ុន្តែខ្ញុំមិនខ្វល់ទេទោះបីសម្ដីអ្នកណានិយាយក៏ដោយអ្នកចិត្តខាងនិយាយខ្ញុំមិនសូវជឿទេប៉ុន្តែលោកនិយាយធ្វើឲ្យខ្ញុំស្ទើរតែប្រែទ្រូងទៅហើយខ្ញុំសូមត្រឹមលោកកុំដេញខ្ញុំទៅបានទេខ្ញុំមករាល់ថ្ងៃខ្ញុំសង្ឃឹមថាថ្ងៃណាមួយលោកនឹងយល់ចិត្តខ្ញុំហើយពួកយើងអាចរស់នៅជាមួយគ្នាបានឲ្យខ្ញុំសុំទោសផងខ្ញុំមិនអាចនិយាយប្រាប់ការពិតទៅអ្នកនាងបានទេទោះបីជាពេលនេះខ្ញុំធ្វើវាទាំងបង្ខំចិត្តក៏ដោយប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនាងនឹងជួបបរិយាដែលល្អជាងខ្ញុំទោះបីជាពេលនេះអ្នកនាងកាត់ចិត្តពីខ្ញុំមិនបានក៏ដោយខ្ញុំសង្ឃឹមថាថ្ងៃណាមួយអ្នកនាងនឹងបំភ្លេចខ្ញុំបានទោះបីជាពេលនេះខ្ញុំស្លាប់ទោះខ្ញុំមិនអាចទៅសារភាពប្រាប់អ្នកនាងបានដែរព្រោះវាអាចធ្វើឲ្យអ្នកនាងឈឺចាប់មិនអាចទទួលយកនៅរឿងនេះបានខ្ញុំសង្ឃឹមថាជាតិក្រោយពួកយើងអាចជួបគ្នាទៀតជាតិនេះពួកយើងគ្មានវាសនានិស្ស័យមានប៉ុន្តែយើងមិនអាចបន្តនិស្ស័យទៀតបានទេព្រោះថាខ្ញុំចិត្តដល់ពេលដែលខ្ញុំត្រូវចាក់ចេញហើយខ្ញុំមិនចង់ឲ្យមានអ្នកណាគេឈឺចាប់នៅមុខខ្ញុំឡើយខ្ញុំគិតថាអ្នកនាងនិយាយអញ្ចឹងដូចជាមិនឲ្យតម្លៃខ្លួនឯងសោះអ្នកនាងគួរតែត្រឡប់ទៅវិញទៅខ្ញុំហត់ហើយខ្ញុំចង់សម្រាកសូមអ្នកនាងទៅចុះហើយខ្ញុំសង្ឃឹមថាអ្នកនាងនឹងជួបមនុស្សណាល្អជាងខ្ញុំរស់នៅឲ្យបានសុខណាអ្នកនាងសុខសប្បាយសង្ឃឹមថាថ្ងៃណាមួយពួកយើងអាចជួបគ្នាម្ដងទៀតលោកនិយាយអីអញ្ចឹងនិយាយដូចលេងបានជួបគ្នាអញ្ចឹងទាំងនេះខ្ញុំមករកលោករៀងរាល់ថ្ងៃហើយលោកតែងតែដេញខ្ញុំហើយអ្វីក៏លោកនិយាយអញ្ចឹងមិនមែនលោកចង់ចាក់ចេញពីខ្ញុំទេអីពេលនេះបើសិនជាលោកថុយខ្ញុំសុំទៅសិនហើយថ្ងៃស្អែកខ្ញុំនឹងមករកលោកទៀតសង្ឃឹមថាថ្ងៃណាមួយលោកនឹងយល់ចិត្តខ្ញុំឲ្យខ្ញុំសុំទោសផងអ្នកនាងអើយជាតិនេះពួកយើងគ្មានវាសនាទេអ្នកនាងរស់នៅឲ្យបានសុខខ្ញុំមិនចង់ធ្វើបាបអ្នកនាងទេព្រោះខ្ញុំចិត្តដល់ពេលដែលខ្ញុំត្រូវស្លាប់ហើយខ្ញុំគួរតែចាក់ចេញពីទីនេះហើយថ្ងៃស្អែកនាងនឹងមករកខ្ញុំទៀតបើសិនជាខ្ញុំនៅទីនេះទៀតអ្នកនាងប្រហែលជាមិនអាចកាត់ចិត្តពីខ្ញុំបានទេអញ្ចឹងមានតែខ្ញុំចាក់ចេញពីអ្នកនាងហើយម្ចាស់បេះដូងខ្ញុំចំបៃអើយឲ្យខ្ញុំសុំទោសខ្ញុំស្រឡាញ់អ្នកនាងប៉ុន្តែខ្ញុំមិនអាចនិយាយបានទេថ្លែងពីគ្រូអាគមតូចវ័យក្មេងម្នាក់នេះវិញគេតែងតែដើរតាមចំបៃជារៀងរាល់ថ្ងៃព្រោះថាគេក៏លួចស្រឡាញ់ចំបៃដែរប៉ុន្តែជាច្រើនលើកច្រើនសារដែលគេទៅរកចំបៃគេតែងតែជួបជាមួយនឹងដាំទើបគេមិនអាចទៅជួបជាមួយចំបៃបានបើនិយាយពីគ្រូម្នាក់នេះវិញគេមានឈ្មោះថាគ្រូយោតក៏ធ្លាប់សារអាគមជាមួយនឹងដាំដែរ
ប៉ុន្តែអាគមអ្នកទាំងពីរប្រហាក់ប្រហែលគ្នាទើបលោកគ្រូយុទ្ធមិនអាចប៉ះពាល់ដាំបានហើយលោកគ្រូយុទ្ធតែខំវឹកហាត់ពីរៀងរាល់ថ្ងៃដើម្បីអាចយកឈ្នះដាំហើយក្នុងពេលនេះលោកគ្រូយុទ្ធក៏មានអាគមខ្លាំងពូកែដែរទើបលោកគ្រូយុទ្ធចេញពីតាំងសមាធិដើម្បីមកបំបែកស្នេហាដាំនិងចំបៃប៉ុន្តែនេះពិតជាសំណាងណាស់ដែលពួកគេទាំងពីរបានបែកគ្នាប៉ុន្តែយុទ្ធក៏បានឃើញចំបៃដើរចេញពីផ្ទះបរិសម្នាក់ទើបលោកគ្រូយុទ្ធក៏មានបំណងនឹងកម្ចាត់បរិសម្នាក់នោះដែរ នេះក៏ដូចជាអាការរបស់យើងហើយយើងនឹងកុំចាត់បរំអ្នកនេះចោលយើងបានចាំពេលនេះយូរមកហើយយើងហាត់ខ្លាំងពូកែហើយយើងថានឹងទៅកុំចាត់អាដាមប៉ុន្តែពេលនេះមកត្រូវកុំចាត់អាកំសាម្នាក់នេះទៀតយើងនឹងកុំចាត់ចោលទាំងអស់អាដាមក៏យើងកុំចាត់ដែរយើងមានគំនុំជាមួយនឹងឯងចាំតែមើលទៅអាដាមព្រឹកឡើងចំបៃបានមករកវិភូម្ដងទៀតហើយប៉ុន្តែលើកនេះដូចស្ងាត់នាងក៏ទៅរកវិភូប៉ុន្តែនាងមិនបានឃើញវិភូនៅលើផ្ទះឡើយដោយសារតែវិភូបានចាកចេញពីទីនេះតាំងពីយប់មកម្លេះហេតុអ្វីក៏ផ្ទះបងវិភូដូចស្ងាត់ម្ល៉េះដូចជាគាត់បានចាកចេញពីទីនេះហើយឬមួយក៏សម្ដីដែលគាត់និយាយថ្ងៃមុនគាត់ចង់ចាកចេញពីខ្ញុំហេតុអ្វីក៏ខ្ញុំឈួតយ៉ាងនេះហេតុអ្វីក៏ព្រោះតែខ្ញុំមែនទេតែលោកចាកចេញមិនគណាខ្ញុំមិនស្ដាប់សម្ដីលោកសោះប្រហែលជាគេមិនតន់តាណាឆ្ងាយទេខ្ញុំគួរតែទៅរកគេសិនហើយប្រាប់គេថាលោកកុំចាកចេញអីទុកឲ្យខ្ញុំជាអ្នកចាកចេញវិញចាកចេញឲ្យឆ្ងាយកុំឲ្យលោកឃើញមុខទៀតពីមនុស្សដែលរំខានម្នាក់នេះបើយើងនិយាយពីវិភូវិញពេលនេះវិភូកំពុងតែនៅក្នុងព្រៃពេលដែលវិភូដើរនៅក្នុងព្រៃក៏មានមនុស្សតាមវិភូដែរយើងប្រកាសជាដឹងហើយថាអ្នកណាគេជាអ្នកតាមវិភូគឺមានតែលោកគ្រូយុទ្ធនោះឯងព្រោះថាលោកគ្រូយុទ្ធគឺមានបំណងតាមសម្រាប់វិភូតាំងពីថ្ងៃមុនមកម្លេះទើបពេលនេះលោកគ្រូយុទ្ធបានឃើញឱកាសល្អពេលនោះដែរលោកគ្រូយុទ្ធក៏ប្រើខ្លាអាគមខ្មៅរបស់ខ្លួនទៅហក់វាយវិភូពីក្រោយពេលនោះធ្វើឲ្យវិភូបានដួលទៅដីហើយលោកគ្រូយុទ្ធក៏បាននិយាយទៅកាន់វិភូយ៉ាងមិនហើយអាកំឡោតូចឯងសុកទុកយ៉ាងណាហើយតើឯងជាអ្នកណាហេតុអ្វីក៏ឯងមកវាយប្រហារយើងយ៉ាងនេះយើងគឺដូចមិនបានស្គាល់ឯងផងល្អណាស់មុននឹងឯងស្លាប់ឯងឈ្មោះអញ្ចឹងគឺល្អហើយតាមពិតទៅយើងក៏មិនចង់ប៉ះពាល់ឯងដែរប៉ុន្តែដោយសារតែឯងហ៊ានលុបថ្លើមយើងហ៊ានប៉ះពាល់នារីដែលយើងស្រឡាញ់យើងនិយាយប៉ុណ្ណេះហើយឯងគួរតែយល់ហើយថាយើងសម្លាប់ឯងដោយសាររឿងអីហើយតើមុននឹងឯងស្លាប់តើឯងមានអ្វីសុំយើងអត់តែរឿងជីវិតមួយយើងមិនអាចដោះលែងឯងបានទេពេលវេលារបស់ខ្ញុំសមមិនច្រើនទៀតទេពេលនេះទោះបីជាខ្ញុំស្លាប់លឿនជាងនេះក៏ល្អដែរព្រោះកុំឲ្យខ្ញុំឈឺចាប់យូរជាងនេះទៀតទេខ្ញុំហត់ហើរខ្ញុំចង់សម្រាកល្អណាស់បើសិនជាលោកប្រញាប់សម្លាប់ខ្ញុំទៅហើយលោកក៏សម្លាប់ចុះខ្ញុំគ្មានបំណងអ្វីទេខ្ញុំគ្រាន់តែចង់ឲ្យលោកជួយមើលថែនាងជំនួសខ្ញុំផងហើយលោកកុំធ្វើបាបនាងអីខ្ញុំសូមតែប៉ុណ្្នឹងទេមិនអីទេយើងនឹងមើលថែនាងឲ្យបានល្អឯងកុំបារម្ភយល់អឯងគួរតែបារម្ភពីសុខភាពរបស់ឯងទៅល្អជាងយើងក៏អណិតឯងដែរប៉ុន្តែឯងសំណូមពរឲ្យសម្លាប់ឯងហើយយើងក៏បំពេញបំណងតាមឯងទៅចុះបន្ទាប់ពីពួកគេនិយាយគ្នាចប់ហើយលោកគ្រូយុទ្ធក៏បានប្រើខ្លាអាគមខ្មៅរបស់ខ្លួនទៅប្រហារវិភូស្ទើរតែនឹងបញ្ចប់ជីវិតរបស់វិភូទៅហើយប៉ុន្តែនៅក្នុងពេលនោះក៏លេចមុខចំបៃចេញមកតើលោកកំពុងធ្វើអ្វី
យដែលបងវិភូនឹងលោកចាប់ចូលភ្លាមទៅលោកពិតជាខុសខើណាស់តែចិត្តលោកសាងពីអ្វីក៏ធ្វើបាបបងវិភូដល់ថ្នាក់នឹង ចំបៃសួរបងមែនទេរឿងគ្រប់យ៉ាងគឺបងធ្វើដើម្បីតែចំបៃទាំងអស់ទោះបីជាចំបៃឲ្យបងឡើងភ្នំចុះផ្ទះខ្លាច់ក៏បងមិនរួចរាយដែរព្រោះបងធ្វើគ្រប់យ៉ាងក៏ព្រោះតែបងស្រឡាញ់ចំបៃនឹងឯងចំណែកឯអប្រុសអ្នកនេះវិញបងក៏កំចាត់វាចោលដែរព្រោះថាវាធ្វើឲ្យចំបៃឈឺចាប់ហើយបងកំចាត់វាចោលក៏ដូចជាកំចាត់បន្លាដែលរារាំងផ្លូវបងអញ្ចឹង លោកប្រហែលជាឈួតគេលេងឡើងហើយខ្ញុំបានប្រាប់លោកជាច្រើនសារហើយថាខ្ញុំមិនបានស្រឡាញ់លោកទេទោះបីជាលោកសម្លាប់គេក៏ដោយក៏ខ្ញុំមិនអាចនឹងព្រមស្រឡាញ់លោកដែរមនុស្សណាក៏គឺយ៉ាងនេះទោះបីជាឈរក្បែរក៏ខ្ញុំមិនចង់ឈរក្បែរដែរ ទោះបីជាអូនថាបងឈួតបងលោកក៏បងមិនខឹងដែរប៉ុន្តែនេះក៏ព្រោះតែបរមអ្នកនោះអូនហ៊ាននិយាយថាស្អប់ខ្ពស់បងទោះបីឈួតចិត្តក៏មិនចង់ឈួតចិត្តដែរតើនេះដោយសារតែយើងធ្វើស្លូតទើបនាងឯងហ៊ាននិយាយអញ្ចឹងមែនបើនឹងឲ្យនិយាយអញ្ចឹងហើយយើងក៏មានតែបំពេញបំណងនាងឯងឲ្យទៅស្លាប់ជាមួយនឹងអបរមអ្នកនេះឯងហាបើយើងមិនបានអ្នកណាគេក៏មិនបានដែរពួកឯងទាំងពីរគួរតែស្លាប់ទៅនរកទាំងពីរអ្នកទៅហើយយើងគួរតែអរគុណយើងដែលយើងឲ្យអ្នកទាំងពីរស្លាប់ក្នុងថ្ងៃតែមួយ អ្នកនាងពិតជាល្ងងខ្លាំងណាស់ពួកយើងគ្មានទំនាក់ទំនងនឹងគ្នាផងហេតុអ្វីក៏អ្នកនាងនិយាយបែបនេះអ្នកនាងចាប់រត់ទៅអ្នកនាងចាប់រត់ទៅអ្នកនាងមិនសមស្រាប់ជាមួយខ្ញុំឡើយលោកកុំខំនិយាយអីលោកចាប់សម្រាប់ទៅបន្តិចជានេះខ្ញុំនៅទៅតាមលោកហើយមើលជីវិតមួយនេះមករកមានលោកពួកខ្ញុំមិនអាចរកបានដែរបើលោកចង់ស្លាប់ពួកយើងនឹងស្លាប់ទៅជាមួយគ្នាទោះបីជាពេលនេះលោកនឹងខ្ញុំក៏ខ្ញុំមិនទៅចោលលោកដែរព្រោះខ្ញុំមិនចង់ឲ្យលោកស្លាប់តែកោម្នាក់ឯងឡើយអ្នកនាងពិតជានារីម្នាក់តែល្ងងខ្លាំងណាស់ហើយខ្ញុំសុំទោសរឿងកន្លងមកតែខ្ញុំបានដេញអ្នកនាងចេញតាមពិតទៅខ្ញុំក៏ជឿចាប់ដែរព្រោះពេលដែលខ្ញុំដេញអ្នកនាងទៅម្ដងចិត្តរបស់ខ្ញុំស្ទើរតែប្រែទៅហើយហើយខ្ញុំសុំទោសផងនៅរឿងគ្រប់យ៉ាងពេលនោះខ្ញុំមិនចង់ដេញអ្នកនាងទេព្រោះតែខ្ញុំមានជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលបានទើបខ្ញុំសម្រេចចិត្តធ្វើបែបនេះព្រោះខ្ញុំមិនចង់ឲ្យចំបៃឃើញខ្ញុំមុនពេលដែលខ្ញុំត្រូវស្លាប់ឡើយទោះបីជាពេលដែលខ្ញុំទិញចំបៃទៅចំបៃជឿចាប់ក៏ដោយប៉ុន្តែខ្ញុំមានតែផ្លូវមួយនោះទេទោះបីជាពេលនេះខ្ញុំស្លាប់ក៏ខ្ញុំសុខចិត្តដែរព្រោះខ្ញុំបាននិយាយការពិតទៅប្រាប់ចំបៃហើយតាមពិតទៅខ្ញុំក៏ស្រឡាញ់ចំបៃដែរខ្ញុំលឺហើយខ្ញុំក៏យកគ្រប់យ៉ាងហើយអ្វីក៏លោកល្ងងយ៉ាងនេះហើយអ្វីពេលនោះលោកមិននិយាយការពិតមកហើយលោកមិនគួរលះបង់ខ្ញុំទេហើយខ្ញុំនឹងថាលោកជួយខ្ញុំល្អប៉ុន្តែលោកមិនគួរនឹងខ្ញុំទេពេលនោះខ្ញុំពិតជា
ចំណែកខ្ញុំវិញក៏សប្បាយចិត្តដែរ តែអ្នកនាងមិនប្រកាន់ខ្ញុំហើយព្រមស្លាប់ជាមួយខ្ញុំអត់ចិត្តហើយបើសិនជាមានជាតិក្រោយមែន ខ្ញុំសូមឲ្យផ្សងជួបអ្នកនាងម្ដងទៀត សូមឲ្យបុណ្យដែលខ្ញុំបានធ្វើទាំងប៉ុន្មាន បណ្ដាលឲ្យពួកយើងបានជួបគ្នាផង អ្នកនាងប្រហែលជាខ្ញុំទៅមុនអ្នកនាងហើយ ខ្ញុំមិនអាចនិយាយបានទៀតទេខ្ញុំអស់កម្លាំងខ្លាំងណាស់ យ៉ាងម៉េចពួកឯងអស់រឿងផ្ដាច់ផ្ដាំគ្នាហើយនៅយើងឈួរស្ដាប់ពួកឯងស្ទើរតែធ្វើឲ្យយើងហូរទឹកថ្មេកន្លះតលេហើយ នេះគឺដល់ពេលហើយដែលនាងគួរតែស្លាប់ទៅតាមគេម្នាក់ទៀត បន្ទាប់ពីលោកគ្រូយុទ្ធនិយាយចប់ហើយលោកគ្រូយុទ្ធក៏បានប្រើខ្លាអាគមខ្មៅរបស់ខ្លួនទៅវាយប្រហារចំបៃស្លាប់ក្នុងគ្រានោះទៅ បើសិនជាយើងងាកក្រឡេកទៅមើលដាំវិញក្នុងថ្ងៃនឹងដាំមិនមានអារម្មណ៍វឹកហាត់ឡើយដោយដាំចេះតែមានអារម្មណ៍ថាចំបៃមានគ្រោះថ្នាក់ទើបដាំក៏សម្រេចចិត្តចេញពីក្នុងព្រៃដើម្បីទៅរកចំបៃក្នុងពេលដែលដាំកំពុងតែដើរនោះដាំក៏បានឃើញចំបៃកំពុងតែដេកក្បែរវិភូដោយដាំមិនទាន់ដឹងថានាងស្លាប់នោះទេហើយដាំក៏ព្យាយាមហៅចំបៃដែរប៉ុន្តែចំបៃគឺបានស្លាប់ហើយទោះបីជាដាំខំហៅយ៉ាងណាក៏ដោយក៏នាងមិនអាចងើបនិយាយជាមួយដាំបានឡើយក្នុងពេលនឹងដែរដាំគឺពិតជាមានអារម្មណ៍ខូចចិត្តជាខ្លាំងដែលខ្លួនមិនអាចការពារនាងបាន ចំបៃអូនចាប់ដឹងខ្លួនឡើងចំបៃបងមកហើយអូនចាប់ងើបមកឲ្យលឿនមកហើយចេះស្ដីបងមកហើយដេញបងមិនខឹងទេទោះបីជាអូនដេញបងក៏បងមិនខឹងដែរអូនចាប់ងើបមកអូនងើបឲ្យលឿនមកទីនេះតិចណាស់អូនកុំដេកនៅទីនេះយូរអី ក្នុងពេលនោះដោយលោកគ្រូរបស់ដាំបាត់ដាំយូរលោកគ្រូរបស់ដាំក៏បានមករកដាំហើយក៏បានឃើញដាំកំពុងតែដង្ហើយហៅចំបៃ អូនចាំងើបមកដាំនាងបានស្លាប់ហើយឯងកុំខំនឹងហើយហៅនាងអីទោះបីជាពេលនេះឯងនឹងហើយហៅនាងក៏ដោយក៏នាងមិនអាចងើបមកនិយាយឆ្លើយតបជាមួយឯងបានឡើយព្រោះថានាងបានអស់ដង្ហើមហើយ លោកគ្រូខ្ញុំដឹងប៉ុន្តែខ្ញុំហាមចិត្តខ្លួនឯងមិនបានទេដូច្នេះហើយខ្ញុំមានតែសងសឹកទើបធ្វើឲ្យចិត្តខ្ញុំអាចស្កប់ស្កល់បានបើមើលតាមស្នាមខ្វាច់ទៅគឺជាស្នាមខ្វាច់របស់ខ្លាអាគមខ្មៅរបស់លោកគ្រូយុទ្ធហើយខ្ញុំនឹងឲ្យគេសងដោយឈាមហើយខ្ញុំសូមលោកគ្រូកុំហាមឃាត់ខ្ញុំអី ដាមាលោកគ្រូក៏មិនចង់ហាមឃាត់នេះដែរប៉ុន្តែលោកគ្រូឮថាលោកគ្រូយោតគឺមានអាគមខ្លាំងពូកែណាស់ទោះបីជាឯងធ្លាប់សាកអាគមជាមួយគ្រូយោតក៏ដោយប៉ុន្តែពេលនេះលោកគ្រូយោតគឺពិតជាមានអាគមខ្លាំងពូកែណាស់សូម្បីតែលោកគ្រូក៏មិនប្រកាសថាអាចយកឈ្នះលោកគ្រូយោតនោះបានដែរ មិនអីទេលោកគ្រូខ្ញុំមិនឲ្យលោកគ្រូជួយខ្ញុំទេក្នុងរឿងនេះគឺជារឿងខ្ញុំជាមួយនឹងលោកគ្រូយុទ្ធនោះទេហើយខ្ញុំសូមលោកគ្រូជួយចាត់ចែងសាកសពអ្នកទាំងពីរនេះផង បន្ទាប់ពីដាំនិយាយចប់ហើយដាំក៏លាលោកគ្រូរបស់គេចាកចេញទៅទោះបីជាលោកគ្រូរបស់ដាំប្រាប់ដាំហើយថាដាំមិនអាចយកឈ្នះលោកគ្រូយុទ្ធបានទេតែដាំនៅតែមានអ្នកចង់ទៅលោកគ្រូរបស់ដាំព្រមឲ្យដាំទៅប៉ុន្តែលោកគ្រូរបស់ដាំបារម្ភដាំជានិច្ចដោយលោកគ្រូរបស់ដាំគិតថាដាំទៅនេះដូចយកពងមាន់ចូលក្នុងថ្មអញ្ចឹងបើយើងនិយាយអំពីលោកគ្រូយុទ្ធវិញ លោកគ្រូយុទ្ធគឺដឹងច្បាស់ណាស់ថាដាំនឹងមករកខ្លួនប៉ុន្តែលោកគ្រូយុទ្ធគឺដឹងសមត្ថភាពរបស់ដាំច្បាស់
ថាដាមមិនអាចយកឈ្នះខ្លួនបានឡើយដោយដាមជាសត្រូវចាស់របស់លោកគ្រូយុទ្ធផងលោកគ្រូយុទ្ធគឺពិតជាសប្បាយចិត្តណាស់ព្រោះលោកគ្រូយុទ្ធគិតថាពេលដាំមកលោកគ្រូយុទ្ធនឹងអាចសងសឹកដាំក្នុងពេលតែមួយបានគឺមិនចាំបាច់ឲ្យលោកគ្រូយុទ្ធទៅរកដល់កន្លែងទេគឺឲ្យដាំមករកខ្លួនដល់កន្លែងក្នុងពេលនោះដោយលោកគ្រូយុទ្ធស្មឹងស្មាតដឹងមុនចឹងគឺដាមកំពុងតែដើរមករកគ្រូយុទ្ធបើយើងមើលទឹកមុខទៅលោកគ្រូយុទ្ធវិញលោកគ្រូយុទ្ធដូចជាមិនភ័យខ្លាចអីបន្តិចសោះចំណែកឯដាមវិញគឺមុខពោពេញទៅដោយកំហឹង យើងមិនចាំឯងយូរមកហើយអាដាមយើងគឺមិនដឹងច្បាស់ណាស់ថាឯងនឹងមកក្នុងថ្ងៃនេះយើងនឹងបញ្ចប់គំនុំចាស់របស់យើងទាំងពីរនាក់ទោះបីជាយើងត្រូវស្លាប់ឬក៏ឯងស្លាប់ក៏ដោយប៉ុន្តែរឿងយើងត្រូវតែចប់ថ្ងៃនេះឯងសង្ឃឹមមុតមមហើយថាឈ្នះយើងគឺមិនចាញ់អ្នកណាគេទេទោះជាបដូរដល់ជីវិតយើងក៏ដោយយើងក៏ត្រូវកំចាត់ឯងដែរយើងនឹងកំចាត់ឯងដូចគូស្នេហ៍ចាស់របស់ឯងចឹងគឺចំបៃហើយពេលដែលយើងកំចាត់ឯងគួរតែអរគុណយើងគឺបានជូនឯងឲ្យទៅជួបនាងក្នុងឋាននរកជាមួយគ្នាហ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 ើយយុទ្ធឯងនិយាយដូចស្រួលដល់ហើយអាយុទ្ធឯងស្មានតែប្រហែលឆ្នាំនេះយើងមិនបានវឹកហាត់ដើរទាត់ខ្យល់មែនក្នុងរយៈពេលប្រហែលឆ្នាំនេះយើងគឺពិតជាខំវឹកហាត់ណាស់ព្រោះថាដើម្បីអាចការពារមនុស្សដែលយើងស្រឡាញ់យើងនឹងត្រូវកំចាត់ឯងចោលព្រោះថាឯងបានពង្រត់នាងពីយើងជាច្រើនលើកច្រើនសារហើយដែលឯងប៉ះពាល់យើងប៉ុន្តែយើងមិនចង់ប៉ះពាល់ឯងប៉ុន្តែលើកនេះឯងរត់ណាមរួចទេទោះបីឯងមានស្លាប់ក៏ឯងមិនអាចហោះរួចដែរយើងនឹងកំចាត់ឯងចោលក្នុងថ្ងៃនេះហើយថ្ងៃនេះបើយើងមិនស្លាប់គឺឯងគឺជាអ្នកស្លាប់ហើយវាដែលឯងនិយាយគ្រប់ម៉ាត់មកស្ទើរឲ្យយើងសើចចុងរូសថ្មិញហើយអាដាមពេលនេះបើឯងចង់ស្លាប់យើងគួរតែបំពេញបំណងឯងហើយយើងក៏ជូនពរឲ្យឯងជួបជុំបីនៅឋាននរកទៅនៅក្នុងពេលនោះពួកគេទាំងពីរនាក់ក៏បានប្រើខ្លាអាគមរៀងខ្លួនលោកគ្រូយុទ្ធក៏ប្រើខ្លាអាគមខ្មៅឬឯដាំវិញក៏ប្រើខ្លាត្រៃចក្ររបស់ខ្លួនពេលនោះសង្គ្រាមរវាងសត្វអាគមទាំងពីរក៏បានកើតឡើងខ្លាអាគមទាំងពីរក៏ប្រើនៅកម្លាំងរៀងខ្លួននៅក្នុងពេលនោះសម្រែករបស់ខ្លាទាំងពីរធ្វើឲ្យផ្អើលដល់ព្រៃព្រឹក្សានេះគឺសមជាឲ្យដឹងពីកម្លាំងអាគមព្រោះថាអ្នកទាំងពីរសិតតែមានអាគមខ្លាំងក្លាការប្រយុទ្ធនេះគឺបន្តទៅយ៉ាងយូរហើយបើយើងក្រឡេកមើលទៅអ្នកទាំងពីរវិញគឺសិតសឹងតែខំប្រើនៅអាគមរៀងខ្លួនដើម្បីកម្ចាត់គ្នាទៅវិញទៅមកប៉ុន្តែយើងមើលទៅដាំគឺដូចជាមិនអាចយកឈ្នះទៅលើគ្រូយុទ្ធបានទេប៉ុន្តែដាំនៅតែព្យាយាមប្រើនៅសត្វអាគមរបស់ខ្លួនទោះបីជាចាញ់ព្រៀបក៏ដោយប៉ុន្តែដាំមិនចោះចាញ់ឡើយដាំនៅតែប្រើសត្វអាគមរបស់ខ្លួនទោះបីខ្លាត្រៃចក្ររបស់ដាំខ្សោយក៏ដោយក៏ខ្លាត្រៃចក្ររបស់ដាំនៅតែព្យាយាមប្រយុទ្ធជាមួយនឹងខ្លាអាគមខ្មៅរបស់គ្រូយុទ្ធទោះបីជាខ្លាអាគមខ្មៅរបស់គ្រូយុទ្ធវាយខ្លាត្រៃចក្ររបស់ដាំយ៉ាងណាក៏ដោយក៏ខ្លាត្រៃចក្ររបស់ដាំនៅតែបន្តចូលទៅវាយប្រហារទៀតក្នុងពេលដែលខ្លាអាគមកំពុងវាយប្រហារគ្នានោះក៏លេចចេញនៅគ្រូរបស់ដាំចេញមកលោកគ្រូរបស់ដាំមិនគិតអីច្រើនទេក៏ប្រើអាគមជប់នៅដំរីប៉ាប៉ៃរបស់ខ្លួនចេញមកទៅជួយដាំពេលនោះការប្រយុទ្ធរវាងសត្វទាំង3ក៏បានកើតឡើងសត្វទាំង3គឺបន្តប្រើអំណាចនៅកម្លាំងរៀងខ្លួនការប្រយុទ្ធនេះគឺបន្តទៅអស់ពេលយ៉ាងយូរយើងក៏បានឃើញដំរីប៉ាប៉ៃជាមួយនឹងខ្លាត្រៃចក្ររបស់ដាំក៏អាចយកឈ្នះទៅលើខ្លាអាគមខ្មៅរបស់លោកគ្រូយុទ្ធបានហើយដាំក៏បន្តប្រើខ្លាអាគមត្រៃចក្ររបស់ខ្លួនទៅសម្លាប់លោកគ្រូយុទ្ធធ្វើឲ្យលោកគ្រូយុទ្ធស្លាប់ក្នុងគ្រានោះទៅនៅក្នុងព្រៃបន្ទាប់ពីវិភូស្លាប់ហើយវិភូក៏បានចាប់កំណើតក្លាយទៅជាព្រះរាជបុត្រមួយអង្គហើយទ្រង់មានការចងចាំនៅរឿងពីអតីតជាតិដែលកើតឡើងចំពោះខ្លួនហើយទ្រង់តែងតែសបន់ឃើញនៅពេលដែលទ្រង់គេងនឹកឃើញនៅពាក្យសន្យាដែលទ្រង់សន្យាពីជាតិមុនជាមួយនារីម្នាក់ទ្រង់ពិតជាស្រឡាញ់នាងខ្លាំងណាស់ប៉ុន្តែកម្មបានបំបីពួកគេទាំងពីរឲ្យឃ្លាតគ្នាទើបទ្រង់តែងតែចេញពីវាំងមកក្នុងព្រៃដើម្បីមកតាមរកនាងប៉ុន្តែទ្រង់តាមរកនាងមិនឃើញឡើយ
ក្នុងពេលនោះចិត្តបុត្រក៏ឈប់សម្រាកនៅក្រោមដើមឈើក្នុងពេលដែលចិត្តបុត្រកំពុងតែសម្រាកនៅក្រោមដើមឈើនោះចិត្តបុត្រក៏បានគេងលក់ហើយក៏បានសប្តិឃើញរឿងដែលធ្លាប់កើតឡើងពីជាតិមុនដែលពួកគេទាំងពីរនាក់បានបែកគ្នាទាំងមិនអស់អាល័យហើយទ្រង់ក៏បានសប្តិឃើញនៅពាក្យសន្យាដែលទ្រង់បានសន្យាពីជាតិមុននៅក្នុងពេលដែលចិត្តបុត្រកំពុងតែគេងនោះក៏លេចចេញនៅក្មេងប្រុសម្នាក់គេមានឈ្មោះថាសិត្រាគេកំពុងតែរត់គេចពីសត្វខ្លាខ្មៅមួយក្បាលសិត្រាខំស្រែកឲ្យគេជួយហើយសិត្រាបន្តរត់រហូតដល់កន្លែងចិត្តបុត្រគេពេលនោះចិត្តបុត្រក៏បានភ្ញាក់ហើយក៏មិនចាំយូរដែរក៏រត់ទៅវាយប្រហារជាមួយខ្លានោះដោយប្រើនៅមន្តវិជ្ជាការដែលខ្លួនបានរៀនក្នុងពេលនោះការប្រយុទ្ធរវាងខ្លាជាមួយនឹងចិត្តបុត្រក៏បានកើតឡើងការប្រយុទ្ធរវាងចិត្តបុត្រជាមួយនឹងខ្លាខ្មៅធ្វើឲ្យខ្លាអស់ព្រៃព្រឹក្សានៅទីបំផុតចិត្តបុត្រក៏អាចយកឈ្នះខ្លានោះចំណែកឯខ្លាខ្មៅនោះដោយមិនអាចយកឈ្នះចិត្តបុត្របានខ្លាខ្មៅក៏រត់គេចបាត់ទៅហើយបើយើងមើលទៅចិត្តបុត្រទោះបីជាអាចដេញខ្លានោះទៅបានយ៉ាងណាក៏ដោយក៏ចិត្តបុត្រក៏មានរបួសផងដែរក្នុងពេលនោះសិត្រាក៏បានដើរមកសួរចិត្តបុត្រហើយចិត្តរាក៏សុំឲ្យចិត្តបុត្រទៅព្យាបាលរបួសនៅផ្ទះគេព្រោះចិត្តបុត្របានជួយគេពីការស្លាប់បងប្រុសខ្ញុំពិតជាអរគុណបងប្រុសខ្លាំងណាស់ដែលបងបានជួយសង្គ្រោះជីវិតរបស់ខ្ញុំពីខ្លាខ្មៅមួយនេះបងប្រុសគួរតែត្រឡប់ទៅផ្ទះខ្ញុំសិនទៅព្រោះបងមានរបួសហើយ មិនអីទេប្អូនប្រុសមនុស្សយើងត្រូវតែចេះជួយគ្នាចឹងហើយប្រហែលជាបងមិនអាចទៅជាមួយប្អូនបានទេហើយបងក៏ដល់ពេលទៅរាជវាំងវិញដែរប្អូនប្រុសក៏មិនបារម្ភអីបងគ្មានរបួសធ្ងន់ទេអត់ទេបងប្រុសបងកុំនិយាយអញ្ចឹងបងមានរបួសដោយសារខ្ញុំដូច្នេះបងគួរតែត្រឡប់ទៅផ្ទះជាមួយខ្ញុំទៅខ្ញុំចង់សងគុណបងហើយតើបងមានឈ្មោះអ្វីឲ្យប្អូនសុំស្គាល់ឈ្មោះបងផងមិនអីទេអញ្ចឹងបើប្អូននិយាយអញ្ចឹងហើយបងក៏មានតែព្រមតាមប្អូនចោះហើយបងមានឈ្មោះថាចិត្តបុត្រលើកក្រោយសូមប្អូនកុំដើរលេងនៅក្នុងព្រៃនេះអញ្ចឹងទៀតអីវាមិនមានសុវត្ថិភាពទេហើយចាប់ប្អូនវិញតើប្អូនមានឈ្មោះអ្វីដែរបាទអរគុណបងប្រុសបងអាចហៅខ្ញុំថាចិត្តត្រាបានតោះបងចិត្តបុត្រខ្ញុំជួយបងត្រឡប់ទៅផ្ទះខ្ញុំបងដើរតាមខ្ញុំមកបន្ទាប់ពីចិត្តត្រានិយាយចប់ហើយចិត្តត្រាក៏ឲ្យចិត្តបុត្រដើរតាមខ្លួនដើម្បីទៅព្យាបាលរបួសនៅផ្ទះគេនៅផ្ទះចិត្តត្រាក្នុងពេលដែលពួកគេកំពុងតែដើរចូលទៅដល់នៅក្នុងផ្ទះនោះក៏មានរីដ៏ស្រស់ស្អាតម្នាក់ដើរមករកពួកគេនាងគឺមានឈ្មោះថាចំប៉ានាងគឺជាបងស្រីរបស់ចិត្តត្រានាងដើរមកយ៉ាងលឿនព្រោះថានាងឃើញចិត្តត្រាមានរបួសហើយនាងក៏បានសួរចិត្តត្រាពីរឿងរ៉ាវដែលកើតឡើងចំពោះគេបងប្រុសតើបងមានអ្វីកើតឡើងហេតុអ្វីក៏បងមានរបួសដល់ថ្នាក់ហ្នឹងចឹងហើយតើបងទៅណាហេតុអ្វីក៏បងរកជុំវិញផ្ទះមិនឃើញបងស្រីឲ្យខ្ញុំសុំទោសផងដោយសារតែប្អូនមិនស្ដាប់បងអូនមករត់ទៅលេងនៅក្នុងព្រៃខ្មៅនៅពេលដែលប្អូនកំពុងតែរត់លេងនោះអូនបានឮសំឡេងអ្នកគួរឲ្យខ្លាចហើយក្នុងពេលនោះបន្តិចខ្ញុំក៏បានឃើញខ្លាខ្មៅមួយខ្លាខ្មៅនោះក៏បានវាយប្រហារខ្ញុំហើយក្នុងពេលនោះខ្ញុំក៏បានចាប់បានដំបងមួយហើយក៏បានវាយវាបន្ទាប់ពីវាយវាហើយខ្ញុំក៏បានរត់រហូតដល់បានជួបបងប្រុសម្នាក់នេះហើយក៏បានជួយខ្ញុំពីកញ្ញាខ្លាខ្មៅនោះបានក្នុងពេលនោះបើយើងងាកទៅមើលចិត្តបុត្របន្ទាប់ពីពេលដែលចិត្តបុត្របានចូលមកដល់ហើយឃើញចំប៉ាភ្លាមចិត្តបុត្រក៏ភាំងអារម្មណ៍ព្រោះចំប៉ាគឺជាមនុស្សស្រីដែលខ្លួនតាមរកតាំងពីយូរមកម្ល៉េះទោះបីក្នុងពេលនោះចំប៉ាខំហៅចិត្តបុត្រយ៉ាងណាក៏ដោយក៏ចិត្តបុត្រនៅតែមើលមុខចំប៉ាដោយមិនឆ្លើយតបនឹងនាងឡើយមិនដឹងថាខ្លួនកំពុងគិតអីទេតើក្នុងពេលនេះខ្ញុំកំពុងតែសប្តិមែនទេគឺនាងទីបំផុតខ្ញុំបានរកនាងឃើញហើយដោយខ្លាំងណាស់គឺនាងខ្ញុំខំតាមរកនាងយកមកហើយក្នុងពេលនេះខ្ញុំនឹងធ្វើតាមសន្យាឲ្យបាននាងស្អាតខ្លាំងណាស់ក្នុងជាតិនេះខ្ញុំនឹងមើលថែនាងឲ្យបានល្អ
ខ្ញុំលែងទៅណាចោលនាងទៀតហើយខ្ញុំពិតជានឹកនាងខ្លាំងណាស់ លោកតើលោកមានលើខ្ញុំនិយាយអត់លោកខានប្រុសតើគាត់ក៏ថ្លឹងមែនទេអ្វីក៏គាត់មិនឆ្លើយជាមួយបងចឹង បងស្រីបើបងសួរខ្ញុំអញ្ចឹងហើយខ្ញុំឆ្លើយមិនទៅបើពេលដែលខ្ញុំដើរមកខ្ញុំនិយាយលេងជាមួយគាត់រហូតនឹងពេលដែលបានឃើញបងភ្លាមគាត់ក៏កើតទៅជាអញ្ចឹងមិនមែនគាត់លងនឹងសម្រស់របស់បងស្រីខ្ញុំទេដឹង គាត់ខានប្រុសនិយាយអញ្ចឹងបងវាយឲ្យឈឺលបួថែមឡើងហើយនិយាយអញ្ចឹងពួកយើងមិនដែលបានស្គាល់គ្នាផងអ្នកណាមកលងនឹងសម្រាប់បងនោះមកបងគ្រាន់តែជានារីព្រៃភ្នំម្នាក់នឹងហើយបងក៏មិនយកប្តីដែរព្រោះបងមិនចង់ចាចេញទៅណាចោលប្អូនទេពួកយើងទាំងពីរនាក់មានតែបងប្អូននឹងគ្នាផង នៅពេលដែលចម្ប៉ាកំពុងតែនិយាយជាមួយប្អូនប្រុសចិត្តបុត្រក៏បានមកអោបចម្ប៉ាក្នុងពេលនោះចម្ប៉ាក៏ដូចជាគាំងមួយកន្លែងដោយខ្លួនមិនអាចកម្រើកបានឡើយទោះបីជាចិត្តនាងចង់រុញចិត្តបុត្រចេញក៏ដោយប៉ុន្តែខ្លួនប្រាណរបស់នាងនៅស្ងៀមមិនកម្រើកឡើយដោយខ្លួនប្រាណរបស់នាងក៏ចង់អោបចិត្តបុត្រដែរនៅក្នុងពេលនោះចិត្តបុត្រក៏និយាយរឿងរ៉ាវទាំងឡាយដែលខ្លួននឹកនាងជាយូរមកហើយប្រាប់ទៅនាងហើយចិត្តបុត្រក៏រំលឹករឿងអតីតជាតិប្រាប់ទៅនាងផងដែរនៅក្នុងពេលនឹងទោះបីជាចិត្តបុត្រខំនិយាយយ៉ាងណាក៏ដោយក៏ចម្ប៉ានៅតែស្ដាប់មិនយល់មិនដឹងថាចិត្តបុត្រកំពុងតែនិយាយអំពីអ្វីទេ ពេលនេះបងមករកអូនឃើញហើយបងនឹកអូនខ្លាំងណាស់បងខំតាមរកអូននៅក្នុងព្រៃប៉ុន្តែបងតាមរកអូនមិនឃើញឡើយបងស្មានថាបងលែងបានជួបអូនទៀតហើយបងសន្យាថាបងលែងចាកចេញពីអូនទៀតហើយទោះបីជានៅក្នុងស្ថានភាពយ៉ាងណាក៏ដោយក៏ពួកយើងលែងបែកគ្នាទៀតដែរចំបៃអូនតើអូនមាននឹកបងអត់បងពិតជានឹកអូនខ្លាំងណាស់ចំបៃ ណែលោកតើលោកកើតខ្លួនអីលោកច្រឡំមនុស្សហើយខ្ញុំមិនមែនឈ្មោះចំបៃទេខ្ញុំឈ្មោះចំប៉ាណែលោកក៏មិនចង់យកចំណេញលើខ្ញុំអីសោះនេះខ្ញុំមិនមែនជាមនុស្សចិត្តងាយនោះទេលោកនិយាយរឿងស្អីខ្ញុំស្ដាប់មិនយល់ទេចិត្តមុនចិត្តនេះស្អីលោកកុំយករឿងចិត្តមុនចិត្តនេះជាលេសមកបំពេញខ្ញុំចឹងកុំស្មានថាលោកជួយបងខ្ញុំហើយខ្ញុំមិនហ៊ានទិញលោកចេញឲ្យសោះហើយលោកគួរតែនៅឆ្ងាយពីខ្ញុំបន្តិចទៅខ្ញុំមិនស្គាល់លោកទេ តាមមើលទៅនាងដូចមិនចាំខ្ញុំទេក្នុងពេលនេះខ្ញុំគួរតែមិនត្រូវនិយាយរឿងទាំងនេះទៀតទេបើខ្ញុំនិយាយទៀតនាងប្រហែលជាដេញខ្ញុំទៅហើយមានតែខ្ញុំចាំយាងស្ងប់អារម្មណ៍សិនមិនអីទេអ្នកនាងបើអ្នកនាងលែងស្ដាប់ខ្ញុំក៏ឈប់និយាយក៏បានប៉ុន្តែអ្នកនាងឈប់ខឹងខ្ញុំបានទេពេលអ្នកនាងខឹងចឹងមុខអត់ស្អាតទេហើយឲ្យខ្ញុំសុំតបផងបើសិនជាខ្ញុំធ្វើឲ្យនាងខឹងហើយអ្នកនាងចង់វាយខ្ញុំក៏ខ្ញុំមិនខឹងដែរតើឲ្យបងខឹងយ៉ាងម៉េចបើអូនស្អាតយ៉ាងនេះ បន្ទាប់ពីចម្ប៉ាស្ដាប់ចិត្តបុត្រចប់ហើយចម្ប៉ាពិតជាអៀនខ្លាំងណាស់នាងក៏ដើរចេញទៅយកថ្នាំបាត់ទៅនៅពេលព្រឹកឡើងចិត្តបុត្រមិនទាន់ងើបឡើយក្នុងពេលនោះចិត្តបុត្រក៏ស្បិនឃើញចម្បៃទៀតហើយចិត្តបុត្រមកមើលហៅឈ្មោះចម្បៃក្នុងពេលនោះដោយចម្ប៉ាបានឮនាងក៏ដើរចូលមកនាងគឺព្យាយាមស្ដាប់ចិត្តបុត្រខ្លាំងណាស់ដោយនាងឆ្ងល់ថាចិត្តបុត្រនិយាយអំពីអ្វីនាងក៏ព្យាយាមអោនទៅស្ដាប់នៅចិត្តមាត់ចិត្តបុត្រក្នុងពេលនោះចិត្តបុត្រក៏ភ្ញាក់ឡើងហើយក៏បានមកអោបនាងដោយក្នុងពេលនោះដោយចិត្តបុត្រស្មានតែខ្លួនសុបិនចិត្តបុត្រខំអោបនាងខ្លាំងណាស់ដោយសារតែខ្លាចនាងទៅចោលខ្លួនទៀតពេលនោះដោយចម្ប៉ាឈឺនឹងអៀនចិត្តបុត្រផងនោះចម្ប៉ាក៏រុញចិត្តបុត្រចេញហើយខ្លួនក៏ដើរចេញពីចិត្តបុត្របាត់ទៅហើយចិត្តបុត្រក៏ដឹងថានេះមិនមែនជាសុបិនឡើយនេះគឺជាការពិត ហើយតើមិញតើខ្ញុំកំពុងធ្វើអ្វីហើយអ្វីខ្ញុំធ្វើឲ្យនាងខឹងទៀតហើយមិញនឹងខ្ញុំស្មានតែខ្ញុំសុបិនតាខ្ញុំខំអប់នាងយ៉ាងណែនព្រោះខ្ញុំខ្លាចនាងចាកចេញពីខ្ញុំម្ដងទៀត នៅក្រៅផ្ទះ
បន្ទាប់ពីចម្ប៉ាចាក់ចេញពីចិត្តបុត្រហើយនាងក៏បានដើរមករកប្អូននាងដោយនាងចង់នាំប្អូននាងទៅបេះផ្លែឈើនៅចំការព្រៃខាងក្រោយឯណោះប៉ុន្តែប្អូននាងដោយឃើញចិត្តបុត្រកំពុងទៅដើរមកផងនោះប្អូននាងក៏បដិសេធដោយនិយាយថារបួសខ្លួនមិនទាន់ជាឡើយដូច្នេះខ្លួនមិនអាចទៅជាមួយបងសេរីបានឡើយបងប្រុសទៅចំការជាមួយបងទៅជួយបេះនិងកាន់ផ្លែឈើឲ្យបងស្រីខ្ញុំទៅមិនតាន់កើតទេរបួសខ្ញុំមិនតាន់ជាផងចាំខ្ញុំជាសិនទៅខ្ញុំអាចទៅចំការជាមួយបងស្រីបានហើយបើបងមិនទៅបងចង់ឲ្យបងទៅតែឯងឬយ៉ាងម៉េចបងនឹងមានអារម្មណ៍ពីសុវត្ថិភាពរបស់បងទេឬមិនអីទេបើសិនជារបួសបងមិនតាន់ជាបងក៏មិនថាអីដែរបងទៅចំការម្នាក់ឯងក៏បានបងឆាប់ទៅសម្រាប់សិនទៅហើយចម្ប៉ាទៅណាតាឯងហើយចម្ប៉ាឲ្យមានសួរខ្ញុំទៅអីថាខ្ញុំចង់ទៅអត់បងខំចាំអូនសួរយូរហើយទោះបីជាអូនឆ្លើយបដិសេធក៏ដោយក៏បងនៅតែតាមអូនដែរបងមិនតាណាចោលអូនឡើយចម្ប៉ាអូនបងសុំទៅជាមួយផងព្រោះថាដើម្បីអាចការពារអូនបានឲ្យតែមាននរណាគេហ៊ានមកចិត្តអូនហើយធ្វើបាបអូនប្រោះសង្ហាបែបនេះនឹងកំចាត់គេចោលជាមិនខានហើយបើលោកនិយាយចឹងហើយទោះបីជាខ្ញុំបដិសេធក៏ដោយក៏លោកតាមខ្ញុំដែរអញ្ចឹងមានតែលោកនៅតាមខ្ញុំមកហើយលោកកុំហៅខ្ញុំថាអូនអីខ្ញុំមានឈ្មោះហៅត្រឹមត្រូវហើយបើសិនជាលោកហៅខ្ញុំថាអូនទៀតខ្ញុំមិនឲ្យលោកនៅតាមខ្ញុំឡើយបងស្រីកំខាំងអីបងប្រុសកំហៅបងស្រីខ្ញុំអញ្ចឹងទៀតអីបងប្រុសហៅបងស្រីខ្ញុំអញ្ចឹងដូចជាមិនសមទេក៏ព្រោះតែអ្នកទាំងពីរគ្មានទំនាក់ទំនងអ្វីនឹងគ្នាផងអញ្ចឹងបងជប់ហៅអូនហើយបងហៅក៏ព្រោះតែបងស្រឡាញ់បងខ្នាញ់ចង់តែចាប់ជីវ៉ាមកក្បែរថាកាយាមិនដឹងថាជីវ៉ាគិតយ៉ាងណាមកលើបងទេណាស្រស់មេមេចង់នៅក្បែរអស់ចិន្តាប្រាថ្នាជីវ៉ាគ្រប់ជាតិបន្ទាប់ពីចម្ប៉ាស្ដាប់ហើយនាងក៏ដើរចេញទៅចំណែកឯចិត្តបុត្រក៏មិនចាំយូរដែរគេក៏ដើរតាមចម្ប៉ាពីក្រោយនៅតាមផ្លូវចិត្តបុត្រតែងតែនិយាយរឿងពីអតីតជាតិប្រាប់នាងទោះបីជានាងគ្មានការចងចាំក៏ដោយហើយពេលខ្លះចិត្តបុត្រតែងតែសរសើរនាងថានាងស្អាតទោះបីជាចិត្តបុត្រដឹងថានាងខឹងក៏ដោយហើយវាយខ្លួនតែចិត្តបុត្រតែងតែនិយាយសរសើរនាងរហូតនៅចំការរបស់ចម្ប៉ានៅពេលដែលពួកគេមកដល់ចំការចិត្តបុត្រក៏ប្រាប់ឲ្យចម្ប៉ាសម្រាកហើយចិត្តបុត្រនិយាយថាខ្លួនគឺជាអ្នកបេះផ្លែឈើវិញទោះបីជាចម្ប៉ាប្រកាសយ៉ាងណាក៏ដោយក៏ចិត្តបុត្រមិនឲ្យនាងបេះផ្លែឈើឡើយរហូតតតែនាងធ្វើតាមពេលនោះនាងក៏បានទៅអង្គុយនៅក្រោមដើមឈើនាងអង្គុយមើលចិត្តបុត្ររហូតតតែនាងគេងនៅក្រោមដើមឈើនោះដោយមិនដឹងខ្លួនពេលដែលចិត្តបុត្របេះផ្លែឈើហើយចិត្តបុត្រក៏បានមករកនាងដើម្បីប្រាប់ថាខ្លួនបានបេះផ្លែឈើរួចហើយប៉ុន្តែពេលដែលចិត្តបុត្រដើរមកដល់ក៏បានឃើញនាងគេងលក់ពេលនោះចិត្តបុត្រមិនបានដាស់នាងទេប៉ុន្តែខ្លួនកំពុងតែសម្លឹងមើលកូនស្រីគេពេលនោះមិនដឹងថាគេកំពុងគិតអីឡើយពេលដែលនាងគេអញ្ចឹងខ្ញុំមើលទៅនាងពិតជាស្រស់ស្អាតខ្លាំងណាស់វងភ័ក្រគួរឲ្យស្រឡាញ់បងខ្នាញ់ចង់ថែរក្សាមិនដឹងពេលណាជីវ៉ាយល់ចិត្តបងទេជាតិមុនបងមិនបានថែរក្សាអូនតែជាតិនេះបងសូមសន្យាដល់ជីវិតថាបងនឹងមើលថែអូនឲ្យបានល្អទោះបីជាបងត្រូវស្លាប់ក៏ដោយក៏បងមិនតាណាចោលអូនឡើយនៅក្នុងពេលនោះដោយចិត្តបុត្រលងនឹងសម្រស់ចម្ប៉ាផងនោះចិត្តបុត្រក៏បានអោនទៅមើលមុខចម្ប៉ាយ៉ាងជិតនៅក្នុងពេលនោះនាងក៏ភ្ញាក់ដឹងខ្លួននៅក្នុងពេលនោះនាងថាបំរុងនឹងរុញចិត្តបុត្រប៉ុន្តែដោយពេលនោះចិត្តបុត្រក៏ដាច់ចំហខ្លួនផងនោះក៏បានដួលទៅថើបចម្ប៉ាពេលនោះដែរអ្នកទាំងពីរក៏បានថើបគ្នាពួកគេទាំងពីរក៏បានអៀនគ្នាហើយក៏បានងើបឡើងនៅក្នុងពេលនោះចិត្តបុត្រក៏បានផ្ដើមនិយាយទៅសុំទោសនាងឲ្យខ្ញុំសុំទោសផងអ្នកនាងខ្ញុំគ្មានចេតនាទេខ្ញុំសុខចិត្តទទួលខុសត្រូវលើអ្នកនាងខ្ញុំស្រឡាញ់អ្នកនាងខ្លាំងណាស់តើអ្នកនាងព្រមស្រឡាញ់ខ្ញុំវិញទេខ្ញុំសូមសន្យាថាខ្ញុំនឹងមិនបោះបង់ចោលអ្នកនាងឡើយសូមអ្នកនាងជឿចិត្តខ្ញុំចុះខ្ញុំមិនដែរនិយាយកុហកអ្នកណាឡើយ
នៅក្នុងពេលនោះដោយចិត្តបត់ខំនិយាយសុំទោសនិងព្រមទទួលខុសត្រូវប៉ុន្តែចំប៉ាមិនបានឆ្លើយតបនឹងចិត្តបត់ឡើយហើយក៏បានដើរចាកចេញទៅដោយទឹកមុខរបស់នាងមានការអៀនជាខ្លាំងនៅពេលដែលចំប៉ាដើរមកដល់ផ្ទះពេលនោះប្អូននាងក៏បានមកទទួលហើយនិយាយទៅនាងប៉ុន្តែនាងមិនបានឆ្លើយតបនឹងគេឡើយដោយពេលនោះចិត្តត្រាក៏ឆ្ងល់នឹងបងស្រីខ្លួនដែរហើយចិត្តត្រាក៏បានដើរមកសួរចិត្តបុត្រវិញព្រោះតែគេឆ្ងល់ហេតុអ្វីបងស្រីរបស់គេមិននិយាយរកគេអញ្ចឹងបងប្រុសថាបងស្រីរបស់ខ្ញុំកើតអ្វីហេតុអ្វីបានជាគាត់មិនឆ្លើយតបនឹងខ្ញុំអញ្ចឹងមិនមែនបងធ្វើបាបបងស្រីខ្ញុំទេបងប្រុសឆាប់ប្រាប់ខ្ញុំមកមិនដូច្នេះទេខ្ញុំនឹងខឹងហើយខ្ញុំមិនឲ្យបងប្រុសនៅផ្ទះខ្ញុំទៀតទេ ហើយបើប្អូនសួរបងចឹងចុះឲ្យបងសួរអ្នកណាបើបងក៏មិនដឹងដែរនោះមិនដឹងថាបងស្រីប្អូនកើតអីទេប្រហែលជានាងហត់ហើយមកទៅបានជាមិនឆ្លើយតបនឹងប្អូនចឹងបងមិនយល់នឹងចិត្តស្រីទេប្អូនឲ្យបងសុំទោសផងប្អូនប្រុសដែលបងមិនបាននិយាយការពិតទៅប្រាប់អូនបើសិនជាបងនិយាយការពិតវិញប្រហែលជាប្អូនសម្លាប់បងហើយមិនមែនប្អូនដេញបងទេ នៅក្នុងពេលនោះចិត្តបុត្រក៏បានដើរចេញទៅម្នាក់ទៀតទាំងក្នុងចិត្តដឹងខ្លួនហើយថាខ្លួនបានប្រព្រឹត្តអីហើយបានធ្វើអ្វីដាក់កូនស្រីគេដោយហេតុតែខ្លួនជាប្រុសស្អាតអាងអីអាងទទួលខុសត្រូវចប់ហើយចិត្តបុត្រយើងនេះជាតិមុនខំប្រសាថាប្រុសសុភាពរាបសារហើយក្នុងជាតិនេះណាមើលយ៉ាងណាក៏មិនសុភាពរាបសារដូចជាតិមុនឡើយនិយាយឡើងមកដោយខ្លួនឯងជាប្រុសស្អាតនៅព្រឹកថ្ងៃបន្ទាប់ចំប៉ានិងប្អូននាងក៏បានទៅចំការហើយនាងមិនបានហៅចិត្តបុត្រទៅជាមួយនាងឡើយព្រោះតែនាងឃើញចិត្តបុត្រកំពុងតែគេងមានក្តីសុខនោះទើបនាងមិនចង់រំខានគេប្រហែលជាពេលនោះចិត្តបុត្រកំពុងតែសប្បុរសល្អហើយបានជាចិត្តបុត្រគេងមិនដឹងខ្លួនយ៉ាងនេះដល់ក៏ហើយចិត្តបុត្រយើងនេះធ្វើអញ្ចឹងដាក់កូនស្រីគេហើយនៅគេងលក់ទៀតនេះឲ្យសមមុខហើយដែលចំប៉ាមិនហៅទៅចំការជាមួយនោះនិយាយពីចំប៉ាវិញនៅពេលដែលចំប៉ាដើរតាមផ្លូវក៏មានបរិសម្នាក់មករារាំងផ្លូវនាងបើយើងនិយាយអំពីបរិសម្នាក់នោះវិញគេមានឈ្មោះថាសូរៈគេគឺជាកូនស្ដេចមកពីអាណាចក្រប៉ាងហើយសូរៈគឺជាមនុស្សដែលញៀននឹងអាគមខ្លាំងណាស់ហើយសូរៈតែងតែចាប់នារីក្នុងភូមិដើម្បីបំពេញតណ្ហារបស់គេទោះបីជាសូរៈធ្វើយ៉ាងនេះក៏ដោយក៏អ្នកភូមិគ្មានអ្នកណាហ៊ានជាមួយគេទេបើសិនជាមានអ្នកណាហ៊ានជួយគេនឹងប្រើអាគមសម្រាប់ទាំងគ្រួសារតែម្ដងនិយាយពីចំប៉ាវិញក្នុងពេលនោះចំប៉ាក៏បានឃើញគេហើយចំប៉ាក៏បានស្គាល់គេដែរដោយសារតែឈ្មោះរបស់សូរៈគឺល្បីពេញតែភូមិទៅហើយល្បីរហូតតតែគ្មានអ្នកណាចង់ជួបគេទេព្រោះថាឲ្យទៅជួបគេដឹងតែអ្នកនោះមានគ្រោះថ្នាក់ហើយពិសេសនារីក្រមុំដឹងតែជាប់របស់គេហើយនៅក្នុងពេលនោះចំប៉ាក៏ព្យាយាមគេចពីគេដែរប៉ុន្តែគេមិនអោយទៅឡើយនៅក្នុងពេលនោះប្អូនប្រុសរបស់នាងក៏បានមកការពារនាងលោកឆាប់ចេញពីផ្លូវពួកយើងទាំងពីរនាក់ទៅខ្ញុំមិនចង់ខាត់ពេលនិយាយច្រើនជាមួយលោកនោះទេក៏ព្រោះតែខ្ញុំនិងបងស្រីរបស់ខ្ញុំប្រញាប់ទៅចំការបេះផ្លែឈើខ្ញុំសូមឲ្យលោកជួយបើកផ្លូវឲ្យខ្ញុំទៅផង ស្អីអាក្មេងតូចឯងមានសិទ្ធិអីមកហ៊ានសុំផ្លូវយើងមិនចេញពីផ្លូវនេះឡើយហើយឯងគុំសង្ឃឹមថាយើងនឹងដោះលែងឯងឲ្យសោះទោះបីជាបងស្រីឯងក៏ដោយយើងក៏មិនដោះលែងដែរចំណៃម្ដងមកហើយយើងមិនអាចចោលបានទេឯងកុំសង្ឃឹមខ្ញុំមិនឲ្យឯងប៉ះពាល់បងស្រីខ្ញុំទេបងស្រីឆាប់រត់ទៅនៅក្នុងពេលនោះចំប៉ាក៏បានរត់ហើយប្អូននាងក៏បានការពារនាងប៉ុន្តែនេះដោយយកពងមាន់ចូលនឹងថ្មអញ្ចឹងសូរៈក៏បានធាក់ចត្រាមួយជើងហើយសូរៈក៏បន្តរត់ទៅតាមចំប៉ានៅក្នុងពេលនោះសូរៈរត់តាមចំប៉ាស្ទើរតែនឹងទាន់ទៅហើយក្នុងពេលនោះក៏លិចចេញនៅលោកតាម្នាក់យើងប្រហែលជាស្គាល់ហើយលោកតាម្នាក់នោះឈ្មោះថាលោកតាដាំយើងទាំងអស់គ្នាប្រហែលជាស្គាល់គាត់ហើយដោយសារតែលោកតាដាំស្មឹងស្មាតដឹងថាចំប៉ាមានគ្រោះថ្នាក់ទើបលោកតាដាំចេញមកជួយចំប៉ា
នៅក្នុងពេលនោះសង្គ្រាមរវាងលោកតាដាំនិងសូរៈក៏បានកើតឡើងបើយើងមើលទៅលោកតាដាំគឺប្រាក្បាច់ចាស់របស់ខ្លួនទៀតហើយគឺក៏ហៅនៅខ្លាត្រៃចក្ររបស់ខ្លួនឲ្យទៅវាយប្រហារជាមួយនឹងសូរៈនៅក្នុងពេលនោះសូរៈក៏បានប្រើអាគមរបស់ខ្លួនទៅវាយតបជាមួយនឹងខ្លាត្រៃចក្ររបស់លោកតាដាំនៅក្នុងពេលនោះបើយើងមើលទៅខ្លាត្រៃចក្ររបស់លោកតាដាំកំពុងតែប្រើនៅកម្លាំងរបស់ខ្លួនទៅវាយតបជាមួយនឹងអាគមរបស់សូរៈធ្វើឲ្យផ្អើលដល់ព្រៃព្រឹក្សាទៅហើយការប្រយុទ្ធនេះគឺបន្តអស់បន្លាយទៅអស់ពេលយ៉ាងយូរប៉ុន្តែយើងមើលទៅដោយលោកតាដាំគឺជាគ្រូអាគមស្រីចាផងនោះលោកតាដាំក៏អាចវាយឈ្នះទៅលើសូរៈបានដោយសារតែសូរៈគឺជាមនុស្សអាក្រក់ផងនោះលោកតាដាំក៏បញ្ចប់ជីវិតសូរៈឲ្យស្លាប់ក្នុងគ្រានោះទៅនៅក្នុងពេលនោះលោកតាដាំក៏បានដើរមកសួរចំប៉ាប៉ុន្តែលោកតាដាំមិនហៅឈ្មោះចំប៉ាទេបែរជាហៅឈ្មោះចំបៃទៅវិញនៅក្នុងពេលនោះចំប៉ាពិតជាឆ្ងល់ខ្លាំងណាស់ហើយអ្វីបានជាលោកតាហៅនាងថាចំបៃទៅវិញហើយនាងក៏បានព្យាយាមសួរលោកតាអំពីរឿងរ៉ាវទាំងនោះនៅក្នុងពេលនោះដែរចិត្តបុត្រក៏បានមកដល់ដែរពេលដែលលោកតាបានឃើញចិត្តបុត្រលោកតាក៏បានដឹងរឿងគ្រប់យ៉ាងអំពីប្រវត្តិស្នេហ៍កម្មរបស់អ្នកទាំងពីរលោកតាខ្ញុំពិតជាអរគុណលោកតាខ្លាំងណាស់ដែលលោកតាបានជួយខ្ញុំទាំងពីរខ្ញុំគ្មានអ្វីសងគុណលោកតាទេខ្ញុំមានតែម្រាមណៃណប់សូមអរគុណលោកតាហើយលោកតាតើនារីដែលឈ្មោះថាចំបៃនោះវិញគេគឺជានរណាសូមលោកតាជួយប្រាប់ខ្ញុំឲ្យបានដឹងផងលោកតាខ្ញុំវិញក៏អរគុណលោកតាដែរដែលលោកតាជួយខ្ញុំហើយនឹងបងស្រីរបស់ខ្ញុំលោកតាពិតជាពូកែខ្លាំងណាស់តាមានរឿងអីកើតឡើងទៅចំពោះអ្នកទាំងពីរសូមចំប៉ាជួយប្រាប់ខ្ញុំផងហើយលោកតាម្នាក់នេះគាត់បានជួយចំប៉ារឿងអីចំប៉ាជួយប្រាប់បងផងបងពិតជាបារម្ភនឹងចំប៉ាខ្លាំងណាស់លោកនៅក្នុងរឿងនេះគឺដោយសារតែលោកតាម្នាក់នេះបានជួយពួកយើងទាំងពីរដោយសារតែមានបរិយាក្រម្នាក់គេមានបំណងមិនល្អមកលើខ្ញុំប៉ុន្តែខ្ញុំសូមអរគុណលោកតាណាស់ដែលលោកតាបានជួយខ្ញុំមិននឹងជ្រៅទេជីវិតរបស់ខ្ញុំក៏មិនមានដែរឲ្យខ្ញុំអរគុណលោកតាចំពោះអ្នកទាំងពីរនេះផងចំប៉ាបងពិតជាភ័យខ្លាចខ្លាំងណាស់ពេលដែលបងភ្ញាក់ឡើងមិនឃើញអូនបងស្មានតែអូនចាក់ចេញពីបងទៀតហើយរឿងពីថ្ងៃមុនឲ្យបងសុំទោសបងគ្មានចេតនាទេបងសន្យាថាលើកក្រោយបងលែងធ្វើខុសទៀតហើយបងនឹងមើលថែអូនឲ្យបានល្អលោកតាខ្ញុំពិតជាអរគុណលោកតាខ្លាំងណាស់ហើយបើសិនជាលោកតាមានរឿងអីលោកតាអាចពឹងពាក់ខ្ញុំបានមិនអីទេក្មួយស្រីក្មួយប្រុសក្នុងរឿងកំចាត់មនុស្សអាក្រក់គឺជារឿងដែលលោកតាត្រូវតែធ្វើមើលស្រីលោកតាក៏ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះតែលោកតាបានជួបក្មួយស្រីម្ដងទៀតការយើងចេះប្រហែលជាក្មួយស្រីឆ្ងល់ហើយអ្វីក៏តែយើងចឹងដែរក្មួយស្រីមិនដែលបានឃើញលោកតាផងបាននិយាយទៅរឿងនោះក៏វែងឆ្ងាយណាស់ចៅក៏បីជាលោកតាខំនិយាយមួយថ្ងៃក៏មិនអត់ដែរហើយចៅជឿរឿងជាតិមុនអត់បើតាមតាដឹងចៅគឺចាប់ជាតិមុនចៅឈ្មោះថាចំបៃក្នុងជាតិមុនលោកតាបានសន្យាជាមួយនាងថាលោកតានឹងមើលថែនាងឲ្យបានល្អប៉ុន្តែឲ្យលោកតាសន្ទោសជាតិមុនលោកតាមិនអាចការពេលនាងបានទេខ្មៅប្រាប់ប្រហែលជាឆ្ងល់ក៏វាចំណេះចម្លងតាជាមួយនឹងនាងហើយមែនទេតាមពិតទៅពួកយើងទាំងពីរប្រៀបបានដូចនឹងបងប្អូននឹងគ្នាទៅហើយក្មួយស្រីប្រហែលជាឆ្ងល់ថាតើជាតិមុនក្មួយស្រីមានរឿងអីកើតឡើងខ្លះហើយក្នុងពេលនេះលោកតានឹងនិយាយប្រាប់អំពីស្នេហារវាងអ្នកទាំងពីររវាងក្មួយប្រុសហើយនឹងក្មួយស្រីបាននិយាយទៅស្នេហារបស់អ្នកទាំងពីរផ្ដើមចេញពីរឿងគ្រោះថ្នាក់មួយដែលកើតឡើងនៅក្នុងពេលនោះសំប៉ែគឺមានរបួសជើងហើយនាងមិនអាចដើរបានទេប៉ុន្តែបារម្ភអ្នកនេះកាលពីជាតិមុនគឺបានជួយនាងគេគឺបានជួយនាងទៅដល់ផ្ទះហើយជួយបិទស្នាម
ចាប់តាំងពីពេលនោះមកចំបៃក៏មានសេចក្តីស្នេហាទៅលើបរមអ្នកនោះប៉ុន្តែដោយបរមអ្នកនោះគឺមិនអាចទទួលសេចក្តីស្នេហាពីចំបៃបានទេដោយសារតែគេមានជំងឺធ្ងន់ធ្ងររហូតដល់បរមអ្នកនោះក៏សម្រេចចិត្តចាកចេញពីនាងហើយនាងក៏បានតាមរកបរមអ្នកនោះរហូតទៅដល់ក្នុងព្រៃនៅពេលដែលនាងរកឃើញបរមអ្នកនោះគឺចិត្តស្លាប់ទៅហើយក៏ព្រោះតែគឺមានអ្នកចង់សម្លាប់គេនៅក្នុងពេលនោះអ្នកទាំងពីរក៏ព្រមស្លាប់ជាមួយគ្នាហើយក្មួយប្រុសម្នាក់នេះបានតាមតាដឹងក្មួយប្រុសម្នាក់នេះគឺសងឲ្យជួបក្មួយស្រីម្ដងទៀតហើយជាបំផុតអ្នកទាំងពីរគឺបានជួបគ្នាមែនលោកតាសង្ឃឹមថាអ្នកទាំងពីរនឹងរស់នៅជាមួយគ្នាដល់ចាស់ហើយក្នុងពេលនេះលោកតាក៏ដល់ពេលដែរលោកតាគឺដល់ពេលដែលត្រូវចាកចេញពីពិភពលោកមួយនេះហើយលោកតាបានរស់នៅជាយូរហើយនៅក្នុងពេលនេះលោកតាបានបំពេញតាមសន្យាហើយទោះបីលោកតាស្លាប់ក៏លោកតាលែងមានអីអាឡោះអាល័យទៀតដែរហើយលោកតាគ្មានអ្វីសុំចៅទាំងពីរទេលោកតាគ្រាន់តែចង់ឲ្យក្មួយស្រីក្មួយប្រុសទាំងពីរនៅពេលលោកតាស្លាប់សូមអ្នកទាំងពីរកុំយកសាកសពលោកតាទៅដុតអីសូមក្មួយទាំងពីរយកសាកសពលោកតាមកកប់ក្នុងព្រៃនេះបានហើយលោកតាសុំតែប៉ុណ្្នឹងទេពេលនេះគឺជាពេលដែលខ្ញុំត្រូវចាកចេញហើយពិភពលោកមួយនេះលែងមានអីអាឡោះអាល័យទៀតហើយចំបៃរឿងណែបានសុខព្រោះតែដាំអ្នកនេះលែងអាចការពារចំបៃបានទៀតហើយប៉ុន្តែដាំអ្នកនេះក៏សប្បាយចិត្តដែរដែលចំបៃមានទីពឹងលែងត្រូវការឲ្យដាំអ្នកនេះនៅតាមការពារទៀតហើយនៅក្នុងពេលនោះលោកតាដាំក៏បានដួលស្លាប់ទាំងស្នាមញញឹមហើយពួកគេទាំងពីរនាក់ក៏បានមើលមុខគ្នាទាំងអៀនដោយពួកគេទាំងពីរនាក់ឥឡូវក៏មានចិត្តចំពោះគ្នាផងដែរនិយាយពីចំប៉ាវិញពេលដែលលោកតាបាននិយាយប្រាប់នាងអំពីរឿងជាតិមុនចំប៉ាកាន់តែស្រឡាញ់ចិត្តបុត្រខ្លាំងឡើងដោយសារតែរឿងកន្លងមកដែលចិត្តបុត្រប្រាប់នាងជាការពិតទើបនាងយល់ច្បាស់ពីជំរឿចិត្តរបស់ចិត្តបុត្រថាចិត្តបុត្រស្រឡាញ់នាងខ្លាំងប៉ុណ្ណាឥឡូវនេះតើអ្នកនាងព្រមជឿខ្ញុំនៅរឿងគ្រប់យ៉ាងដែលខ្ញុំនិយាយកន្លងមកវាគឺជារឿងពិតឥឡូវនេះតើអូនជឿបងនៅហើយអូនព្រមទទួលសេចក្តីស្នេហាពីបងបានហើយនៅនៅក្នុងពេលនោះហើយខ្ញុំជឿយ៉ាងម៉េចមកពេលនោះសំដីរបស់លោកនិយាយមកខ្ញុំគ្មានការចងចាំអីបន្តិចសោះផងប៉ុន្តែឥឡូវនេះខ្ញុំជឿហើយថាចិត្តមុនគឺពិតជាមានមែនព្រោះថាសំដីដែលលោកនិយាយគឺពិតជាដោយលោកតានិយាយប្រាប់ខ្លាំងណាស់បងស្រីអញ្ចឹងបងប្រុសម្នាក់នេះគឺពិតជាចាំជាតិមែនហើយនេះគឺពិតជាដូចមិនចង់ជឿទេហើយពេលដែលគាត់ជួបបងដំបងទើបបានជាគាត់រត់មកអោបបងស្រីហើយគាត់ហៅបងស្រីថាចំបៃទៀតមែនហើយក្នុងពេលនោះដោយសារតែបងប្រុសនឹកនាងពេកទើបបងរត់មកអោបនាងចឹងហើយបងក៏ស្មានថានាងក៏ដឹងការចងចាំដោយបងដែរប៉ុន្តែនាងគ្មានការចងចាំអីទេហើយក្នុងពេលនោះបងក៏ព្យាយាមពន្យល់ប្រាប់អ្នកទាំងពីរហើយអំពីរឿងរ៉ាវពីជាតិមុនប៉ុន្តែអ្នកទាំងពីរគ្មានជឿខ្ញុំឡើយអ្នកទាំងពីរគិតថាខ្ញុំគឺជាមនុស្សឆ្កួតក្នុងពេលនេះចំប៉ាដឹងរឿងគ្រប់យ៉ាងហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងចិត្តនេះបងសូមឲ្យចំប៉ាព្រមទទួលសេចក្តីស្នេហាពីបងផងនៅក្នុងចិត្តនេះបងមិនអាចបាត់មុខអូនបានឡើយបើអូនស្អាតដោយផ្កាយ៉ាងនេះបងសូមបេះដូងអូនមកមើលថែផងនៅក្នុងរឿងនេះខ្ញុំមិនហ៊ានសម្រេចចិត្តទេមិនមែនខ្ញុំមិនស្រឡាញ់លោកទេខ្ញុំក៏បានស្រឡាញ់លោកដែរខ្ញុំស្រឡាញ់លោកតាំងពីពេលដែលពួកយើងបានទៅចំការជាមួយគ្នាមកម្ល៉េះប៉ុន្តែពេលនេះខ្ញុំបដិសេធលោកក៏ព្រោះតែខ្ញុំធ្លាប់បានសន្យាជាមួយប្អូនខ្ញុំថាខ្ញុំមិនយកប្តីឡើយហើយសិនជាលោកចង់បានខ្ញុំទៅមើលថែតើតែលោកទៅសួរប្អូនប្រុសរបស់ខ្ញុំសិនទៅបើសិនជាគេមិនយកព្រមខ្ញុំក៏មិនយកព្រមដែរបងស្រីបងឲ្យបងប្រុសសួរខ្ញុំធ្វើអីបងធំហើយបងគួរតែរៀនសម្រេចចិត្តខ្លួនឯងទៅហើយបងកុំបារម្ភពីខ្ញុំអីខ្ញុំចេះការពារខ្លួនហើយខ្ញុំក៏មិនហ៊ានបំបែកស្នេហាអ្នកទាំងពីរដែរ
បងស្រីឆាប់ឆ្លើយយកព្រមទៅបងប្រុសទៅហើយបងប្រុសជួយមើលថែបងស្រីរបស់ខ្ញុំជំនួសខ្ញុំផង មិនអីទេប្អូនប្រុសសូមប្អូនកុំបារម្ភអីបងនឹងធ្វើតាមសន្យាបងនឹងមិនបោះបង់ចោលនាងឡើយព្រោះតែបងស្រឡាញ់នាងខ្លាំងណាស់ចំប៉ាម្ចាស់ស្នេហ៍បងអើយតើអូនព្រមឬទេបងប្អូនរបស់អូនព្រមឲ្យពួកយើងស្រឡាញ់គ្នាហើយចំប៉ាបងស្រឡាញ់ចំប៉ាខ្លាំងណាស់ មិនអីទេបើសិនជាប្អូនរបស់អូនព្រមហើយអូនក៏ព្រមដែរហើយចាប់ពីពេលនេះទៅពួកយើងទាំងពីរនាក់លែងបាយគ្នាទៀតហើយទោះបីជាជាតិណាណាអូនប្រាថ្នាឲ្យជួបបងគ្រប់ជាតិ បងពិតជាអរគុណខ្លាំងណាស់ដែលអូនព្រមទទួលសេចក្តីស្នេហាពីបងចាប់តាំងពីពេលនេះទៅពួកយើងលែងបែកគ្នាទៀតហើយ បន្ទាប់ពីពួកគេនិយាយគ្នាហើយអ្នកទាំងពីរក៏ព្រមស្រឡាញ់គ្នាហើយពួកគេទាំងពីរនាក់ក៏សន្យាថាពួកគេទាំងពីរនាក់លែងបែកគ្នាទៀតហើយនិងពួកគេផ្សងប្រាថ្នាឲ្យជួបគ្នាគ្រប់ជាតិខ្ញុំសូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលដ៏មានតម្លៃរបស់បងប្អូនមកតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់